អតីតកាលការដឹកនាំរបស់ប្រមុខរដ្ឋនីមួយហើយនឹងប្រជាពលរដ្ឋចំនួនតិចហើយចំនួនច្រើនអញ្ចឹងដែលខ្ញុំលើកសរសើររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះក្នុងគោលនយោបាយឈ្នះហើយសុខសន្តិភាពនេះគឺដើម្បីប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសបូករួមជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅឯនីសមុទ្រក៏ដោយចំពោះអ្នកបងប្អូនណាដែលគាត់ពេញចិត្តនឹងចូលរួមគាំទ្រតែចំពោះបងប្អូនអ្នកប្រឆាំងជារឿងរបស់បងប្អូនហើយកម្ពុជាមកដល់ម៉ោងនេះរឿងបូរណភាពទឹកដីអ្វីដែលយើងនៅសល់សេសសល់ពីសង្គ្រាម500ឆ្នាំមកយើងការពារបូរណភាពទឹកដីដែលយើងនៅសេសសល់បច្ចុប្បន្នភាពនេះហើយបងប្អូនបានស្ដាប់សម្ដេចលោកមានប្រសាសន៍សួស្ដីបងសុផលសុខសប្បាយសម្ដេចលោកមានប្រសាសន៍ហើយចំពោះការពារបូរណភាពទឹកដីទោះបីសភាវុធតម្លៃមួយដើម200000ក៏ដោយឲ្យតែលោកត្រូវការលោកនឹងទិញយកមកការពារមាតុភូមិរបស់យើងជាពិសេសការពារប្រទេសកម្ពុជារបស់យើងចំណុចទាំងអស់នេះសូមឲ្យបងប្អូនស្ដាប់បងប្អូនអ្នកលេងនៅក្នុងបណ្ដាញសង្គមត្រូវចាំអ្វីខ្លះដែលប្រមុខរដ្ឋយើងមានប្រសាសន៍ពីមុនមកជាពិសេសគឺសម្ដេចតេជោបាទចង់ជម្រាបអញ្ចឹងប្រទេសយើងតូចប្រជាជនយើងតិចហើយយើងកសាងប្រទេសជាតិបានមកដល់ចំណុចនេះមិនធម្មតាដែលប្រជាពលរដ្ឋមួយចំនួនដែលលោកអត់ដឹងចង់ជម្រាបអញ្ចឹងដែលប្រជាពលរដ្ឋលោកមួយចំនួនលោកអត់ដឹងថារបៀបការពារបូរណភាពទឹកដីនេះប្រើយុទ្ធសាស្ត្ររបៀបយ៉ាងម៉េចខ្លះចំពោះប្រទេសជិតខាងភូមិផងលបងជាមួយក្នុងយុទ្ធសាស្ត្រឈ្នះទាំងអស់គ្នាប៉ុន្តែកលៈទេសៈណាដែលបង្ខំចិត្តឲ្យកម្ពុជាត្រូវតែស្វ័យការពារដើម្បីការពារប្រជាមិត្តណាដែលឈ្លានពានបូរណភាពទឹកដីកម្ពុជាត្រូវរាជរដ្ឋាភិបាលត្រូវតែធ្វើអញ្ចឹងសូមស្ដាប់ប្រសាសន៍របស់សម្ដេចអធិបតីហ៊ុនម៉ាណែតម្ដងទៀតនៃចំណុចក្តៅហើយខ្លីតែខ្លឹមចំពោះថ្នាក់ដឹកនាំប្រទេសកម្ពុជាយើង2011យើងមិនមាត់បិទកទេប៉ុន្តែតាគេចូលរំលោភយើងកណ្ដាលពុទ្ធយើងក៏នឹងឆ្លើយតបកម្លាំងកណ្ដាលពុទ្ធដែរហើយខ្ញុំបានប្រកាសថ្ងៃពុទ្ធរួចទៅហើយរាជរដ្ឋាភិបាលកម្ពុជាមិនចាំបាច់លោតឆ្វេកវកទេបាទថ្ងៃមុននេះពីថ្ងៃ8ថ្ងៃ9នេះមានអ្នកជ្រុលនិយមថៃនឹងគេស្រែកគ្នាថាប្រាសាទតមន់តបជារបស់គេហើយគេមុងលើគ្នាមកស្រែកជ្រាមនៅលើនោះខ្ញុំសូមស្លេះត្រឹមនឹងបន្តិចទៅចោះបាទចំពោះអ្នកជ្រុលនិយមរបស់ប្រទេសថៃគឺជាអ្នកប្រឆាំងរាជរដ្ឋាភិបាលត្រកូលថាក់ស៊ីនដែលពួកគាត់នៅតែចិញ្ចឹមចិត្តប្រឆាំងរាជរដ្ឋាភិបាលប្រទេសលទ្ធិប្រជាធិបតេយ្យវាអញ្ចឹងហើយអញ្ចឹងពួកជនជ្រុលនិយមរបស់ប្រទេសថៃមួយចំនួនដើម្បីដុតកំហឹងរវាងរដ្ឋាភិបាលថៃជាមួយនឹងរដ្ឋាភិបាលកម្ពុជាប៉ុន្តែរាជរដ្ឋាភិបាលទាំងសងខាងលោកទប់ស្កាត់មិនឲ្យបញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរនឹងបាទសូមជម្រាបដូចយើងសប្តាហ៍ថ្ងៃនេះចំពោះលោកសំរងស៊ីអ្នកស្រីមូសុខួរអេងឆៃអៀងការដុតកំហឹងនេះមិនចេះដុតកំហឹងនេះបងប្អូនដឹងហើយតាំងពីឆ្នាំ2023រហូតមកដល់សប្តាហ៍ថ្ងៃនេះចំពោះលោកសំរងស៊ីករណីអីខ្លះដែលខ្ញុំនឹងទាញឲ្យលោកសំរងឲ្យបងប្អូនជ្រាបស្ដាប់ដូចយប់មិញខ្ញុំមុននឹងខ្ញុំចេញពីធ្វើការមកខ្ញុំគាត់ថាធ្វើធ្លុកកំ pl លេងបន្តិចចំពោះតកដុំតកវិទ្យាបងប្អូននៅស្រុកខ្មែរក្តៅត្រូវការម៉ាស៊ីនត្រជាក់ហ្នឹងបងប្អូនទៅស្ដាប់คลิปហ្នឹងចុងក្រោយបន្តិចដោយសារយប់សាមិញខ្ញុំថាខ្ញុំមកខ្ញុំចង់ live ផ្ទាល់ដោយសារមកដល់ផ្ទះអស់កម្លាំងបងប្អូនអស់កម្លាំងហើយបើកភ្នែកអត់រួចម៉ោង 1:02 ហើយនាំមួយទឹកមួយអីទៀតម៉ោង 2 ជាងរក live ផ្ទាល់ដែរតែមិនអីទុកចោលចាំស្អែកព្រឹកឥឡូវព្រឹកនេះខ្ញុំចូលរួមខ្ញុំនិយាយដែរថាលោកសំរងស៊ីគាត់ធ្វើនយោបាយតោងព្រឹត្តិការណ៍នៃប្រទេសគេដែលមានព្រឹត្តិការណ៍ដែលកើតឡើងថ្មីលោកសំរងស៊ីធ្វើនយោបាយអត់មានយុទ្ធសាស្ត្រខ្លួនឯងដើម្បីតោងប្រទេសគេយកប្រទេសខ្មែរមកយកមកប្រៀបធៀបហើយប្តីផ្ដួលប្រទេសខ្មែរទៅប្រទេសគេដើម្បីជំរុញឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសនិងក្រៅប្រទេសគាំទ្ររបស់គាត់ដើម្បីងើបប្រឆាំងរាជរដ្ឋាភិបាលអញ្ចឹងខ្ញុំបាននិយាយហើយយប់មិញប៉ុន្តែខ្ញុំមិនតាន់អធិប្បាយឲ្យចប់ចុងចប់ដើមអត់អីទេអ្នកណាផ្សាយផ្ទាល់ទេផ្សាយទៅប៉ុន្តែក្នុងការនេះបងសុផលក្នុងការនិយាយមានគំនិតខុសគ្នាបាទចំណុចទាំងអស់នេះហើយខ្ញុំចង់ជម្រាបបងប្អូនថាពួកខ្ញុំយល់អំពីនយោបាយរបស់លោកសំរងស៊ីគាត់អត់គ្មានយុទ្ធសាស្ត្រអ្វីមួយដែលគាត់ចេញពីគំនិតរបស់គាត់
ដើម្បីយុទ្ធសាស្ត្រឈ្នះហ្នឹងគឺអត់មានទេបាទដូចនយោបាយរបស់លោកសំរងស៊ីពីមុនមកខ្ញុំក៏បាននិយាយដែរលោកសំរងស៊ីពឹងបរទេសបាទជំរាបសួរពឹងបរទេសទៅសេគោលនយោបាយដើម្បីធ្វើតាមនយោបាយដូចជាប្រទេសអាល្លឺម៉ង់នេះអញ្ចឹងទៅបាទអញ្ចឹងយើងស្ដាប់សម្ដេចមានប្រសាសន៍បន្តិចទៀតចុះយើងចាំបាច់អីទៅស្រែករដ្ឋាភិបាលចាំបាច់អីអានឹងរឿងនយោបាយផ្ទៃក្នុងគេឥឡូវគេស្រែកគេរត់មកដល់ព្រំដែនតាហ៊ានថៃតុបគេបង្កើតរឿងរបស់គេកម្ពុជា2008យើងអត់មានហេអយប៉ុន្តែអ្នកឯងចូលរំលោភប្រើវិធីសាស្ត្រកងកម្លាំងប្រដាប់អាវុធយើងត្រៀមលក្ខណៈការពារគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារបូរណភាពទឹកដីរបស់យើងរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធម្ដងទៀតអត់ខ្លាចទេខ្ញុំសូមបញ្ជាក់នៅឆ្នាំពីហ្នឹងហើយបងប្អូនយើងគិតថាខាងដីថៃនោះបាទអានោះបុននេះក៏ដាក់កំភ្លើងធំបងប្អូនត្រូវគិតចេះថាពីមុនយើងមានសល់តែ4លានអ្នកទេយើងសល់តែ4លានអ្នកទេប៉ុន្តែឥឡូវយើងឡើងជិត17លានអ្នកសូមបងប្អូនកុំព្រួយបារម្ភអំពីបូរណភាពទឹកដីកម្ពុជារាជរដ្ឋាភិបាលលោកចេះដោះស្រាយគណៈកម្មការព្រហ្មទណ្ឌលោកចេះដោះស្រាយហើយនឹងប្រើបច្ចេកទេសអ្វីដែលលោកមានបទពិសោធន៍សូមកុំភ្លេចថាខ្មែរ17លានអ្នកនេះក៏គេស្រឡាញ់ប្រទេសជាតិរបស់គេដែលជាពិសេសគឺបងប្អូនកូនក្មួយចំនួនក្រោយដែលកើតនៅលើទឹកដីកម្ពុជានេះគឺបេះដូងរបស់ពួកគាត់គឺបេះដូងខ្មែរគាត់ត្រូវតែការពារបូរណភាពដែលគាត់កំពុងរស់នៅបច្ចុប្បន្នអញ្ចឹងអ្វីដែលបងប្អូនមួយចំនួនមួយក្តាប់តូចតែងតែព្រួយបារម្ភក៏ជាការល្អយើងរួមគំនិតគ្នាព្រួយបារម្ភក៏ដល់គ្នាជាក្តីសុខសម្រាប់ប្រទេសជាតិរបស់យើងប៉ុន្តែកុំឲ្យវាជាតិនិយមជ្រុលពេកនៃចំណុចណាខ្លះវាហួសបន្ទាត់របស់រាជរដ្ឋាភិបាលដែលលោកកំពុងអនុវត្តគោលនយោបាយឈ្នះឈ្នះទាំងអស់គ្នាបាទពាក្យថាគោលនយោបាយឈ្នះឈ្នះទាំងអស់នេះមិនមែនធម្មតាបងប្អូនបង្កប់អត្ថន័យរាប់អត្ថន័យនៅក្នុងគោលនយោបាយឈ្នះឈ្នះហើយសុខសន្តិភាពនេះដែលมันអាចកាត់ថ្លៃបានហើយក៏គ្មានរូបមន្តណាដែលមកអាចបំបែកគោលនយោបាយឈ្នះឈ្នះហើយសុខសន្តិភាពនេះបានដែរដោយសារប្រជាពលរដ្ឋខ្មែរមតិភាគច្រើនបានចូលរួមបោះឆ្នោតសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាក្លាយជានាយករដ្ឋមន្ត្រីយកមកបម្រើរាជហើយក៏ដើម្បីការពារសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋទូទាំងប្រទេសបូករួមជាមួយនឹងប្រជាពលរដ្ឋនៅឯនីសមុទ្រដែរបងប្អូនខ្ញុំមានคลิปខ្លះដែលខ្ញុំត្រូវដកស្រង់ពីនេះពីនោះបន្តិចមកឲ្យឃើញដែរមុននឹងចូលវិធានបទក្តៅបាទសារវុធហុយខ្ញុំមើលសិន message ខ្លះផ្ញើតាមឈ្មោះចំណុចនេះដែរទោះបីសូមឲ្យប្រជាពលរដ្ឋខ្មែរយើងក្នុងនិងក្រៅប្រទេសសូមចូលរួមបាទខ្ញុំសូមអំពាវនាវចូលរួមគាំទ្រលើកទឹកចិត្តកងខេមរៈភូមិន្ទរបស់យើងដែលកំពុងការពារនៅតាមបណ្ដោយកវត្តប្រទេសទាំងអស់បងប្អូនខ្ញុំនិយាយនេះមិនមែននិយាយទាំងសងខាងមិនមែននិយាយតែម្ខាងទេសូមឲ្យបងប្អូនអាកដុលប្រមេះហ៎ចប់សិនអាកដុលប្រមេះនោះគ្មានបានការទេគ្មានប្រយោជន៍ទេសប្ថ្ងៃហ្នឹងឲ្យតែខ្ញុំនឹងនិយាយចំពោះអាកដុលប្រមេះបន្តិចហ្នឹងអ្នកនៅទីក្រុងភ្នំពេញដាក់ message ខ្ញុំ Telegram ផង WhatsApp ផងថាកុំឲ្យខ្ញុំនឹងចំណាយពេលទៅអាមនុស្សអត់ប្រយោជន៍បាទខ្ញុំចង់ជម្រាបជីវិតថ្មីដោយសារខ្ញុំថ្ងៃមុនខ្ញុំលើករឿងអាកដុលប្រមេះបន្តិចហ្នឹងខ្ញុំត្រូវបានតាម Telegram ផងតាម WhatsApp ផងថាជម្រាបសួរបងគុយសវណ្ណសុខសប្បាយបងសូមឆ្លើយទៅបងអូនជីវិតថ្មីបន្តិចដោយសារយកតែនិយាយថាកុំឲ្យខ្ញុំចំណាយពេលទៅឆ្លើយតបទៅអាមនុស្សអត់ប្រយោជន៍ខ្ញុំត្រូវបានច្រើនសារហើយបាទច្រើនសារហើយហើយជាពិសេសជួនកាលបងគុជសវណ្ណដែរគាត់ថាបងអូនឲ្យចូលចិត្តឆ្លើយទៅអាមនុស្សអត់ប្រយោជន៍ខ្ញុំត្រូវមាត់មិនត្រូវមាត់ទេគេមិនចង់ឲ្យខ្ញុំចំណាយពេលឆ្លើយតបទៅអាកណ្ដុលប្រមេះខ្ញុំចង់ជម្រាបបងប្អូនពួកគេនៅក្នុងប្រទេសគេបានដឹងហើយគេក៏សំណូមពរខ្ញុំច្រើនដងពេកតែខ្ញុំមានតែចេះជួនកាលខ្ញុំត្រូវយកអាកណ្ដុលប្រមេះយកមកនិយាយដែរថាសូមក្មួយសាគាលកុំឆ្លើយតបទៅអាកណ្ដុលប្រមេះជាមនុស្សអត់ប្រយោជន៍ឲ្យវាទៅតាមតម៉ែវាទៅបាទខ្ញុំក៏ជួនកាល
ออกโลกมาจำนวนก็ดักไม่เซ็กตามเทเลกราฟนั่นก็เพียบชมเชิญน้องท่าตกเอาไอ้ปอนชารากิดอกเสียไม่ตกตัวมันเนี่ยตื่นแต่ก็มาเอาขยมชลายตอบแต่จมวยอากันดอลไม่ในปีแต่กิชลายทำมนุษย์อัดยาวใช้คืออัดยาวบ่าสมมันชลายตอบเตี้ยดิจมวยอากันดอลไม่บอกคนดังไงสับไงเนี่ยนึกนงนึกกราฟเตี้ยโยละบ่าเลยมาใส่เรื่องยังวิ่งจำนวนจะชมตรึงใหญ่จ้านะไงเนี่ยไม่บัญชีการภูมิเพปีไทยตรวจปีนึงกำลังนังจุ่มร้อนอเมริกาปงรีตอบดับใบเตรียมประยุทธ์แต่รัฐมนตรีการปีชีดในเจ็บเซิงกระแสไทยสายชีวิตสาอังเลจำนวนปีคือ The Nation Thailand นัง GG Press บานเจนไซเรื่องนังจำนองเชื่อโดยขณีแปะปวนนังการในจำลองจำร่างในปรุงด้านกัมพูชีไทยทำให้บัญชีการภูมิเพปีตรวจปีนึงกำลังเตรียมประยุทธ์นังจุ่มร้อนอเมริกาปงรีตัวพลิมในทางด้านคลำซ่าในปอดเมียนกับบานบัญชีหมกวินได้ท่าลูกอาแกะในบัญชีการกองตัวบานเรกาเตอร์รัฐมนตรีการปีชีดลูกภูมิถ้ำวิชายาใช้บนเมียนการปงรีกำลังตัวในตามปรุงด้านกัมพูชีไทยนุเตนุกรอนแต่จิกาหัดซ้อมกำลังตัวธรรมดาปนนทางกลางคือจิกาปลายสำรวจสังขารคลับบ่าขนมภาษาไทยคลาสก็ขยมเปิงแต่บองโซวิเชียได้บ่าโซบองโซวิเชียก็เจไทยใช่ปะก็เจไทยจนการยืงอัดยุลนี่ขนมการเนี่ยเลี้ยงขนมบดานสังคมแต่การสวายรบโอนในประเทศไทยของขนมการตำเนี่ยตำนงบอกแปลภาษาขมายให้ซาปอมีนคลาสขยมจังจำเรียบในภูมิเพชรปีบอกประเทศไทยให้ขยมจังจำเรียบថាประเทศไทยนั้นវាមានកសែតមួយដែលស្អប់តកូលថាក់ស៊ីនហ្នឹងបាទជាកសែតមួយដែលស្អប់តកូលថាក់ស៊ីនហ្នឹងតែងតែញុះញង់ជម្រាបសួរបងស៊ីនិតជូនពរបងស៊ីនិតសុខភាពល្អថ្ងៃសៅរ៍និយាយទៅប៉ុណ្្នឹងយល់ទេបាទជូនពរសុខភាពល្អថ្ងៃសៅរ៍បាទប៉ុណ្្នឹងយល់ទេហើយកសែតហ្នឹងឲ្យជាញុះញង់ខ្លាំងនៅពេលដែលកូនស្រីរបស់លោកថាក់ស៊ីនខ្លាយជានាយករដ្ឋមន្ត្រីគឺកសែតមួយហ្នឹងញុះញង់បូករួមជាមួយនឹងជាតិនិយមរបស់ប្រទេសថៃមួយចំនួនទៀតគឺក្រមប្រឆាំងហ្នឹងដើម្បីញុះញង់រាជរដ្ឋាភិបាលថៃរវាងកម្ពុជាហើយថៃហ្នឹងឲ្យមានទំនាស់នឹងគ្នាតាំងពីកោះគុជឡើងទៅអញ្ចឹងបានខ្ញុំនិយាយថាលោកសំរងស៊ីគាត់ធ្វើនយោបាយគ្មានយុទ្ធសាស្ត្រគ្មានគំនិតអីចេញពីឧត្តមគតិរបស់ខ្លួននេះគាត់តែងតែតោងគេអញ្ចឹងតោងនៃព្រឹត្តិការណ៍ដែលកើតឡើងភ្លាមគាត់តោងគេគាត់ទាញរឿងហ្នឹងយកមកដាក់ដូចជាសាច់រឿងរបស់គាត់នេះចំពោះលោកសំរងស៊ីបាទឥឡូវយើងមកសាច់រឿងនេះវិញសារដោយកសែតថៃទាំងពីរខាងលើបានចេញផ្សាយកាលពីពេលថ្មីនេះនាយឧត្តមសេនីយ៍ផាន់ណាក្លេបឡតទុកអគ្គមេបញ្ជាការទ័ពថៃបានរាយការណ៍ទៅលោកភូមិឋានវិឆាយាឆៃរដ្ឋមន្ត្រីការពារជាតិថៃថាមានការចល័តទ័ពនៅព្រំដែនថៃកម្ពុជាទេគឺមានតែការត្រៀមប្រយុទ្ធតាមធម្មតាដើម្បីការពារអធិបតេយ្យភាពប៉ុណ្ណោះការបញ្ជាក់នេះធ្វើឡើងខណៈស្ថានភាពនៅតែស្ងប់ស្ងាត់និងគ្មានការវិវត្តគួរឲ្យកត់សម្គាល់កាលពីថ្ងៃទី7ខែមិនិនាឧត្តមសេនីយ៍ឯកប៊ុនសឿនផ្លាតខ្លាំងមេបញ្ជាការភូមិភាគ2បានត្រួតពិនិត្យកម្លាំងប្រយុទ្ធរបស់កងវរៈសេនាតូចកំភ្លើងធំ103នៅក្នុងខេត្តកូរ៉ាត់ដោយផ្ដោតលើកម្លាំងទ័ពអាវុធឧបករណ៍និងយុទ្ធសាស្ត្រលោកបានជំរុញឲ្យកងទ័ពទាំងអស់ត្រៀមខ្លួនសម្រាប់ការពង្រាយនិងចល័តភ្លាមនិងគោរពបទបញ្ជាដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការក្នុងសារព័ត៌មានក៏បានលើកឡើងដែរថាលោកខ្ញុំចង់ជម្រាបបងប្អូនថាទោះបីប្រទេសយើងតូចមានប្រជាពលរដ្ឋតិចជាងគេមែនប៉ុន្តែឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរមិនថានៅក្នុងនិងក្រៅប្រទេសទេបាទដូចខ្ញុំជម្រាបអញ្ចឹងចំពោះខ្ញុំបើកម្ពុជាមានសង្គ្រាមនឹងប្រទេសជិតខាងក្នុងនាមខ្ញុំអាយុ60ជាងបើត្រូវការហើយឲ្យខ្ញុំស្ម័គ្រចិត្តខ្ញុំសុខចិត្តបូជាជីវិតដើម្បីមាតុភូមិរបស់ខ្ញុំទោះបីខ្ញុំអាយុប៉ុណ្ណេះក៏ដោយការស្លាប់ហើយនឹងរស់ជារឿងធម្មតារបស់ជីវិតរបស់មនុស្សតែសំខាន់គឺខ្ញុំចូលរួមការពារបូរណភាពជាមួយនឹងប្រជាពលរដ្ឋក្នុងប្រទេសបាទខ្ញុំចរិតរបស់ខ្ញុំធ្វើដូចគឺជាចរិតស៊ីនរបស់ខ្ញុំគឺចឹងមកគឺថាខ្ញុំស្រឡាញ់ប្រទេសជាតិរបស់ខ្ញុំតែចំពោះរាជរដ្ឋាភិបាលមានទុកធរៈមួយយ៉ាងធ្ងន់បំផុតចំពោះបូរណភាពទឹកដីខ្ញុំត្រូវតែចូលរួមទោះបីខ្ញុំរស់នៅសហរដ្ឋអាមេរិកនេះជិត40ឆ្នាំក៏ដោយតែដើម្បីកូនចៅខ្មែរចំនួនក្រោយរស់នៅបានសុខសន្តិភាពតទៅមុខទៀតយើងត្រូវតែហ៊ានបូជាអ្វីដែលយើងអាចលះបង់បានចង់ជំរាបប៉ុណ្ណឹងទោះបីថៃមានតបច្រើនក៏ដោយប៉ុន្តែខ្ញុំមានជំនឿជឿជាក់ចំពោះរាជរដ្ឋាភិបាលជាពិសេសគឺសម្ដេចតេជោដែលលោកច្រើនតែប្រើយុទ្ធសាស្ត្រឈ្នះបាទយុទ្ធសាស្ត្រឈ្នះហើយជាពិសេសគឺសម្ដេចបបរធិបតីហ៊ុនម៉ាណែតដែលលោកធ្លាប់សិក្សាអំពីនៅសាលាបណ្ឌិតយោធានេះហើយដែលមេដឹកនាំដែលយើងចង់បាននៃយុទ្ធសាស្ត្រមួយដែលមេដឹកនាំ
មានបទពិសោធន៍ក្នុងយុទ្ធសាស្ត្រសង្គ្រាមបាទអញ្ចឹងសម្ដេចធិបតីលោកមានបទពិសោធន៍ឆ្នាំ2028-29រហូតមកក្នុងព្រះវិហារហ្នឹងលោកមានបទពិសោធន៍ក្នុងការដឹកនាំកងទ័ពពិសេសមួយដើម្បីការពារប្រទេសរបស់យើងបាទទោះបីថៃមានច្រើនក៏ដោយបើថៃវាហ៊ានបំពេញយើងទាំងបំពេញយើងមានស្វ័យការពារសម្រាប់ប្រទេសជាតិរបស់យើងបាទនេះសូមឲ្យបងប្អូននៅក្រៅប្រទេសមិនថាខាងណាទេត្រូវតែចូលរួមលើកស្ទួយកងខេមរៈភូមិន្ទដើម្បីលើកទឹកចិត្តរបស់គាត់ដែលកំពុងតែការពារនៅតាមបណ្ដោយជាដែនខ្មែរថៃបាទគុំថាំបានបញ្ជាក់ថាទំនាក់ទំនងរវាងថៃនិងកម្ពុជានៅតែបើកចំហដោយគ្មានចំនួនគោលនយោបាយនោះទេដើម្បីការពារសន្តិភាពស្ថិរភាពសកម្មភាពនៅតំបន់ព្រំដែនងារប្រតិកម្មត្រូវបានផ្អាកហើយព្រឹត្តិការណ៍ក្រុងធ្វើនៅប្រាសាទតាមាន់ធំក៏ត្រូវបានហាមឃាត់ដើម្បីជៀសវាងការបំពេញកិច្ចព្រមព្រៀងទ្វេភាគីលោករដ្ឋមន្ត្រីការពារជាតិថៃបានសង្កត់ធ្ងន់ថាការសន្ទនារវាងគ្នាគឺជាអាទិភាពដើម្បីការពារការយល់ច្រឡំនិងចំនួនទន្ទឹមនឹងនេះលោកភូមិថាំបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយថៃទាំងអស់ជៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាចបង្កភាពតានតឹងបាទក្រសួងការពារជាតិរបស់ប្រទេសថៃក៏គេព្រមាននៃសារព័ត៌មានរបស់ប្រទេសថៃដែររីឯជួលជ្រុននិយមមួយក្តាប់តូចដែលរស់នៅក្រៅប្រទេសជាជនជាតិខ្មែរសញ្ជាតិដទៃជាសញ្ជាតិបរទេសដែលកំពុងរស់នៅប្រទេសថៃហ្នឹងកំពុងតែកេងចំណេញយកសារព័ត៌មានដែលគ្មានមូលដ្ឋានពិតប្រាកដដើម្បីយកមកវាយរាជរដ្ឋាភិបាលខ្មែរអញ្ចឹងរាជរដ្ឋាភិបាលសម្ដេចធិបតីហ៊ុនម៉ាណែតលោកបានមានប្រសាសន៍ហើយអ្វីដែលលោកដឹកនាំឃើញភាពស្ងប់ស្ងាត់ទេបងប្អូនឃើញភាពស្ងប់ស្ងាត់ទេទោះបីចល័តតបទៅណាក៏បងប្អូនអត់ដឹងដែរសូមជម្រាបប្រាប់ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសគ្មានមេដឹកនាំណាដែលឆ្លាតវៃយុទ្ធសាស្ត្រឈ្នះគឺសម្ដេចតេជោនេះហើយបាទពីមុនប្រទេសយើងក្រប្រជាពលរដ្ឋយើងតិចយើងដឹងថាប្រទេសជាតិយើងមានស្អីខ្លះដើម្បីការពារជាតិគឺខ្សោយបំផុតតែបច្ចុប្បន្នភាពនេះបងប្អូនខ្ញុំចង់ប្រៀបធៀបចំពោះផ្នែកខាងការពារជាតិខ្ញុំមិននិយាយឲ្យហួសព្រំប្រដាប់បន្ទាត់ក្រហមទេតែបច្ចុប្បន្នភាពនេះជំរាបសួរបងបច្ចុប្បន្នភាពនេះនៅពេលដែលយើងមានថវិកាចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលគេត្រូវធ្វើអ្វីខ្លះដើម្បីការពារសុវត្ថិភាពសន្តិភាពសម្រាប់ប្រទេសរបស់គេដែលគេកំពុងតែដឹកនាំដែលមានប្រជាពលរដ្ឋសឹងតែបច្ចុប្បន្ននេះលើសពី 90% ដែលមានទំនុកទុកចិត្តចំពោះរាជរដ្ឋាភិបាលព្រោះខ្ញុំមិនចង់និយាយអ្វីឲ្យវាហួសបន្ទាត់របស់ក្រសួងមហាផ្ទៃពីដើមយើងពឹងទៅលើបរទេសសម័យលន់ណុលហើយប្រជាជនតិចតែបច្ចុប្បន្នភាពនេះកម្ពុជាឈរនៅលើកម្រិតណាដើម្បីការពារខ្លួនឯងបានសុខសន្តិភាពហើយសម្ដេចលោកមានប្រសាសន៍ហើយទោះបីអស់ប៉ុណ្ណាក៏ដោយចំណាយអស់ប៉ុណ្ណាក៏ដោយដើម្បីការពារសុខសន្តិភាពនេះត្រូវតែចំណាយបងប្អូនយល់អត្ថន័យទេបាទអញ្ចឹងការដឹកនាំគេត្រូវតែធ្វើអ្វីមួយដើម្បីការពារសុខសន្តិភាពនេះតែបើសិនជាប្រទេសជិតខាងនិយាយភាសាឆ្លើយបើអ្នកឯងឆ្លើយជាមួយនឹងប្រទេសកម្ពុជាអ្នកឯងនឹងស្គាល់រសជាតិឆ្លើយនេះចំពោះរាជរដ្ឋាភិបាលខ្មែរយើងតិចមែនបងប្អូនប្រជាជនយើងតិចជាងគេមែនប៉ុន្តែចិត្តរបស់យើងបេះដូងរបស់យើងធំជាងគេដែលមានចំនួនមនុស្សច្រើននេះចំពោះខ្ញុំដែលខ្ញុំមើលឃើញយើងដឹងហើយអតីតទាហានទាំងសងខាងសិទ្ធិជំនាញមនសិការស្នេហាជាតិនៅមានឧបសគ្គណាមួយដែលកើតឡើងมันបាច់ជ្រើសរើសទេពួកគាត់ស្ម័គ្រចិត្តឯងដើម្បីការពារបូរណភាពនេះបាទទាំងក្នុងនិងក្រៅប្រទេសចំណុចនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនខ្មែរដែលនៅក្រៅប្រទេសមួយចំនួនមួយក្តាប់តូចតែងតែបំពុលសង្គមដូចជាក្រុមរបស់លោកសំរងស៊ីបាទតែងតែបំពុលសង្គមតែគាត់ធ្វើដើម្បីអីដើម្បីបំផ្លាញប្រទេសជាតិរបស់ខ្លួនចំណុចនេះហើយដែលគាត់ធ្វើនយោបាយបរាជ័យបាទសំស្ដាប់បញ្ចប់យើងប្រទេសទាំងពីរលោករដ្ឋមន្ត្រីបានធានាថារដ្ឋាភិបាលថៃបានតាមដានស្ថានភាពយ៉ាងដិតដល់និងបដិញ្ញាទប់ស្កាត់ចំនួនធ្ងន់ធ្ងរដោយហៅឲ្យមានទំនាក់ទំនងបើកចំហដើម្បីដោះស្រាយការយល់ច្រឡំគ្នាប្រទេសវៀតណាមគេទុកមិនអត់ហើយបងប្អូនត្រូវយល់ឲ្យជ្រាបព្រោះសង្គ្រាមសប្តាហ៍ថ្ងៃនេះពិភពលោកខ្ញុំលើកណានោះខ្ញុំនិយាយថាសង្គ្រាមលោកវាមិនដែលចប់ទេប៉ុន្តែលុះត្រាតែយើងប្រទេសនីមួយៗចេះការពារប្រទេសនីមួយៗកុំឲ្យ
ประเทศได้มีอิทธิพลประเทศได้มีอิทธิพลครั้งนึงปราประเทศยืงเชี่ยกลายมูลฐานมุ้ยสำหรับนโยบายบอกเกนี่ខ្ញុំចង់និយាយពួកអីខ្ញុំនិយាយនេះបងប្អូនអាចយល់ហើយដោយសារខ្ញុំកំពុងតែរស់នៅកន្លែងណាបងប្អូនយល់ហើយបាទបើសិនជាខ្ញុំដូចបងប្អូនវិញណាខ្ញុំយល់ច្រើនតែខ្ញុំមិននិយាយដោយសារអីសុវត្ថិភាពអញ្ចឹងខ្ញុំមានជំនឿទៅលើសម្ដេចធិបតីហ៊ុនម៉ាណែតនិងសម្ដេចពូជាអ្នកនយោបាយជាអ្នករកសុខសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើងគឺខ្ញុំមានជំនឿទុកចិត្តសឹងតែ1000%ក្នុងបូរណភាពទឹកដីកម្ពុជានេះដែលយើងមានមេដឹកនាំទាំងពីរកំពុងតែដឹកនាំប្រទេសយើងបច្ចុប្បន្នភាពនេះបងប្អូនហើយខ្ញុំសូមមុននឹងដល់សាច់រឿងចូលទៅដល់ស្ដាប់សាររបស់សម្ដេចតេជោបន្តិចសិនបាទហើយនេះគឺនឹងការអមដំណើរអាដាមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាខ្ញុំចង់ជម្រាបបងប្អូនការកសាងប្រទេសនេះយើងត្រូវការបំផុតគឺអ្នកអង្គញាលោកអង្គញាជាពិសេសអ្នកមានក្នុងការចូលរួមក្នុងការរស់ស៊ីរបររស់ស៊ីផងរបរជួយក្នុងសង្គមជួយប្រទេសជាតិរបស់យើងគឺបូករួមទាំងអស់គ្នាបើអ្នកអង្គញានេះដែលកំពុងសមាគមអង្គញាទាំងអស់នេះបើកម្ពុជាអត់មានសុខសន្តិភាពតើមានសមាគមអង្គញានឹងទេចម្លើយគឺអត់មាននៅពេលដែលកម្ពុជាមានសុខសន្តិភាពសមាគមអង្គញានេះហើយដែលចេញដើរតួខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលបាទចង់ជម្រាបសូមបន្តិចសិនក្នុងដំណើរបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅក្រៅប្រទេសក្រៅពីការងារធុរកិច្ចសមាគមក៏បានបំពេញសកម្មភាពសប្បុរសធម៌និងការងារសង្គមជាច្រើនផងដែរដោយបានបរិច្ចាគថវិកាប្រមាណ $5.5 លានអាមេរិកក្នុងឆ្នាំ2024ជាមួយគ្នានេះសមាគមអង្គការកម្ពុជាបានកំណត់នូវសកម្មភាពដែលត្រូវអនុវត្តបន្តនៅឆ្នាំ2025ដើម្បីឲ្យកាន់តែជ្រាបច្បាស់អំពីសមិទ្ធផលនិងទិសដៅសមាគមអង្គការជាតួនាទីសំខាន់ជួយដល់រាជរដ្ឋាភិបាលបាទនេះអ្វីដែលខ្ញុំយល់ណាគឺសមាគមអង្គការហ្នឹងជួយសម្បើមណាស់ចំពោះខ្ញុំមើលឃើញនៅគ្រោះអាសន្នឬមួយក៏ជួយនិយាយទៅសមាគមធម្មតាបងប្អូនយើងស្គាល់ចរិតខ្មែរយើងហើយបាទយើងនិយាយរួមចរិតខ្មែរយើងកាលណាមានហើយណាពួកគាត់អត់យកទៅជាមួយទេដូច្នេះគាត់ធ្វើអ្វីមួយដើម្បីមុខមាត់របស់គាត់ផងដើម្បីមុខមាត់ប្រទេសផងគាត់ត្រូវបរិច្ចាគអ្វីដែលគាត់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលហើយយើងទាំងអស់គ្នានេះទៅទៀតបាទយើងទាំងអស់គ្នាមិនយើងទេយើងដែលកំពុងរស់នៅក្នុងប្រទេសទាំងអស់គ្នាដែលមានការងារធ្វើទាំងអស់នេះក៏ដោយសារសមាគមអង្គការដែរដើម្បីតេទីអ្នកវិនិយោគទុនពីក្រៅប្រទេសក្នុងប្រទេសដើម្បីគេចងមេត្រីភាពជាមួយនឹងអ្នកមានសុខគ្នានឹងបង្កើតជាការងារបង្កើតរបររស់ស៊ីរបស់ពួកគេក៏បានដល់ប្រជាពលរដ្ឋយើងដែរបាទសូមជ្រាបបាទធ្វើអ្វីមួយយើងជ្រាបទាំងអស់គ្នាកុំឲ្យដោយពួកជ្រុលនិយមនៅក្រៅប្រទេសអភិភាពសមាគមបានរៀបចំជាខ្សែវីដេអូខ្លីដែលនឹងចាក់បញ្ចាំងជូននៅពេលបន្តិចទៀតនេះជាទីបញ្ចប់ខ្ញុំបាទសូមគោរពជូនពរជ័យបវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្ដេចតេជោប្រមុខរដ្ឋស្ដីទីសម្ដេចប្រធានរដ្ឋសភាសម្ដេចទឹកដីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបងប្អូនបានមើលទាំងចំណុចទាំងអស់នេះហើយខ្ញុំសូមសារទៅមុខបន្តិចបាទសូមបានសូមប្រកបសុខដើម្បីឲ្យដល់ចំណុចដែលខ្ញុំចង់50នាទីកម្មវិធីដែលអាចកើតមានដោយចេតនានិងចៃដន្យជាថាហេតុបាទនេះប្រធានសមាគមអ្នកអង្គការគឺលោកលីយ៉ុងផាត់បាទអ្នកអង្គការលីយ៉ុងផាត់គាត់ឡើងមានប្រសាសន៍បន្ទាប់មកសម្ដេចតេជោបាទជាទីបញ្ចប់ខ្ញុំបាទសូមគោរពជូនពរជំរាបសួរបងបបរសួស្តីសិរីមង្គលពីបសុខមហាប្រសើរគ្រប់ប្រការជូនសម្ដេចតេជោប្រមុខស្រីទីសម្ដេចប្រធានរដ្ឋសភាសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងគ្រួសារសូមបានសុខប្រកបនៅសុខភាពល្អបរិបូរណ៍អាយុយឺនយូរកម្លាំងខ្លាំងក្លាប្រាជ្ញាជ្រៅវៃ
ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍមាតុភូមិកម្ពុជាក្នុងនិងប្រមុខរដ្ឋស្រីនិងប្រមុខរដ្ឋអកានីជាដំបូងសូមអនុញ្ញាតឲ្យខ្ញុំបំណងនៅការសាកសួរសុខទុក្ខក្នុងសាររបស់សម្ដេចតេជោដូចជាជិត1 ម៉ោងដែរចំណុចខ្លះដែលសំខាន់ខ្ញុំចង់ឲ្យបងប្អូនស្ដាប់សិនបាទខ្ញុំនឹងទាញយកមកវិភាគអ្វីដែលខ្ញុំយល់ដឹងបាទនឹងជួបពោចំពោះជោគជ័យនៃសន្និបាតប្រចាំឆ្នាំនៃគ្រួសារសមាគមអង្គការកម្ពុជាពីសំណាក់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈនិងសម្ដេចម៉ែសម្ដេចព្រះវររាជមេតាជាតិខ្មែរព្រះអង្គសូមកោតសរនិងជូនពរចំពោះអង្គសន្និបាតក៏ដូចជាអ្នកអង្គការលោកអង្គការលោកអ្នកអង្គការអ្នកអង្គការព្រមទាំងអង្គការទាំងអស់សូមមានជោគជ័យសិរីសួស្តីតរៀងទៅថ្ងៃនេះខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមជាលើកទី2ជាមួយនឹងសន្និបាតប្រចាំឆ្នាំលើកទី2បាទសម្ដេចលោកបានមកចូលរួមជាមួយមហាសន្និបាតជាលើកទី2ចំពោះសមាគមអ្នកអង្គការបាទអញ្ចឹងខ្ញុំសូមទៅមុខបន្តិចបាទកុំឲ្យខាតពេលគុំតម្រូវការក្នុងស្រុកប៉ុន្តែពេលនេះកម្ពុជាមានសមត្ថភាពគឺជាប្រទេសផលិតដើម្បីការនាំចេញដូច្នេះស្ថានភាពនេះវាខុសគ្នានៅក្នុងកម្រិតនៅក្នុងរយៈពេលមុនបាទខ្ញុំចង់ឲ្យបងប្អូននៅក្រៅប្រទេសជាពិសេសបងប្អូននៅក្រៅប្រទេសហើយក្នុងប្រទេសស្វែងយល់អំពីមាតុភូមិកម្ពុជាយើងបច្ចុប្បន្នភាពនេះបាទដោយសារអីពីមុនចំនួនដើមការនាំចេញរបស់ទៅលក់ប្រទេសក្រៅហ្នឹងប្រទេសជាតិរបស់យើងអត់សូវសម្បូរទេបាទតិចតួចណាស់ខាងផ្នែកឧស្សាហកម្មតែបច្ចុប្បន្នភាពនេះសូមឲ្យបងប្អូនបានជ្រាបថាខាងផ្នែកឧស្សាហកម្មនៅក្នុងប្រទេសទាំងកសិកម្មក្តីការដឹកនាំរបស់រាជរដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះគឺថាការនាំតំណែងចេញនេះយើងឃើញរហូតដល់ GDP របស់យើងឡើងចុះក៏ចុះតិចតួចតែយើងនៅមានតែបន្តឡើងទៅថ្ងៃអនាគតបាទអញ្ចឹងការរីកចម្រើនការអភិវឌ្ឍប្រទេសជាតិយើងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះគឺថវិការបស់រដ្ឋដែលរដ្ឋាភិបាលមានប្រាក់ចំណូលចង់ជំរាបថាប្រាក់ចំណូលទាំងអស់នេះដែលយើងធ្វើឲ្យកម្ពុជាយើងមានមុខមាត់ក្នុងការកសាងប្រទេសមានការរីកចម្រើនមានការអភិវឌ្ឍគ្រប់វិនិច្ឆ័យតាមបណ្ដាខេត្តនីមួយតិចឬច្រើនយោងទៅតាមប្រជាពលរដ្ឋនៅតាមខេត្តនីមួយបាទអញ្ចឹងក្រោមការដឹកនាំគោលនយោបាយឈ្នះឲ្យសុខសន្តិភាពទាំងអស់នេះទើបយើងមានមុខមាត់មកដល់សប្តាហ៍ថ្ងៃនេះបងប្អូនអញ្ចឹងអ្វីដែលពួកជ្រុលនិយមតែងតែវិបហាទៅលើរាជរដ្ឋាភិបាលពួកគេធ្វើអ្វីបានខ្លះបានត្រឹមតែនិយាយមូលបង្កាច់គ្មានមូលដ្ឋានពិតប្រាកដធ្វើនយោបាយតោងកតុយប្រទេសរបស់គេដែលព្រឹត្តិការណ៍ដែលប្រទេសគេកើតភ្លាមលោកសំរងស៊ីតែងតែពិជ្រៀតខ្លួនយកព្រឹត្តិការណ៍នោះប្រៀបធៀបមកប្រទេសកម្ពុជាហើយនឹងប្រទេសគេនេះចំពោះនយោបាយរបស់លោកសំរងស៊ីដែលគាត់ធ្វើនយោបាយជាង30ឆ្នាំដែលគ្មានយុទ្ធសាស្ត្រឈ្នះគឺយុទ្ធសាស្ត្របោកប្រជាពលរដ្ឋឲ្យមានជំនឿតែយុទ្ធសាស្ត្រឈ្នះគឺអត់មានបាទនៅរយៈពេលនេះប្រជាជនតា7លាននាក់និងប្រទេសដែលទើបងើបចេញពីសង្គ្រាមហើយតែមានលទ្ធភាពគ្រប់គ្រាន់ Good morning Chara តែ26ឆ្នាំនៃសន្តិភាពទៅកើតនៅលើទឹកដីកម្ពុជាយើងមានសមត្ថភាពដើម្បីនាំចេញនៅចំនួននេះចំពោះបងប្អូនដែលជនជ្រុលនិយមនៅក្រៅប្រទេសត្រូវយល់ថាកម្ពុជាមានសន្តិភាពទើបតែរយៈពេល26ឆ្នាំចាប់ផ្ដើមពីឆ្នាំ1998ថ្ងៃទី29ធ្នូសម័យអរន្តកម្មរវាងខ្មែរផ្សះផ្សាជាតិរវាងខ្មែរនិងខ្មែរបាទ
đại xá cô là dụ bài chne hai nâng defeat ní cứ chạy ẩm na đo nè để thọp to su nó nơi tam mùi than thì muối ở mà châu rúm cao mà đi ra tha bị bà tớ dừng chne thằng ọc nè nơi bây giờ dừng chne không dẹp bê mà phê vào mũi năm nè dừng miền ở cả tràn nè đây làm bây dừng miền ai kari chứ cứ thà bê dừng ai kari tại bà này dừng ông pi bê dừng ai kari mình nơi cao ana này cùng là bỏ cái tớ ban tại sam sắp 4 năm tê dừng chẳng hay bóng phốn 34 năm ấy năm mà ponผม4 đôi cài sập mũi mà đó bạch bónนี้យើងដូចជា34ឆ្នាំបើសិនជាខ្ញុំគិតលេខខុសសូមអព្យាស្រ័យបាទដែលប្រទេសយើងគឺឯករាជ្យម្ចាស់ការដោយខ្លួនឯងគឺឆ្នាំ1991ហ្នឹងយើងអត់នៅរណបយើងអត់មានគំនាបប្រទេសណានៅពីលើក្បាលរបស់យើងបាន34ឆ្នាំហើយប្រទេសយើងដែលមានសុខសន្តិភាពនេះទើបបានរយៈពេលតែ26ឆ្នាំទេមកខ្វល់រើជីវិតបងប្អូន25ឆ្នាំចុះមកខ្វល់រើជីវិតដែលជីវិតយើងថា100ឆ្នាំអញ្ចឹងយើងការរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោក្នុងរយៈពេល26ឆ្នាំនេះបងប្អូនឃើញសមិទ្ធផលដែលយើងឈ្នះទាំងអស់គ្នាផ្សាជាតិចូលរួមអត់មានតបខ្មែរក្រហមតបសេរីការនៅតាមបណ្ដោយជាដែននេះគឺផ្ទៃប្រទេសមួយទាំងមូលដឹកនាំដោយរាជរដ្ឋាភិបាលក្រោមការបោះឆ្នោតដែលប្រជាពលរដ្ឋបានចូលរួមឲ្យសម្រេចរើសមេដឹកនាំនេះគេហៅថាលទ្ធិប្រជាធិបតេយ្យប្រទេសកម្ពុជាដូចតែប្រទេសគេដទៃបាទតំហុំទឹកប្រាក់26,000 លានប៉ុន្តែក៏មានចំណោទអាចសួរថាហេតុអ្វីបានជាមានអតុល្យភាពជាជាងពាណិជ្ជកម្មគឺរវាងការនាំចូល26,000 លានហើយការនាំចេញ28,000 លានតាមប្រឹងចេញពីឯងរឿងនេះពួកក្រុមដែលមិនយល់ហើយតាំងខ្លួនគឺជាគ្រូសេដ្ឋកិច្ចហើយភាគច្រើននៅក្នុងក្រុមជលយុទ្ធតែបានលើកប្រៀបធៀបអំពីអតុល្យភាពនៃជីវពាណិជ្ជកម្មពីប្រទេសយើងទៅប្រទេសមួយផ្សេងទៀតឬពីប្រទេសយើងពីប្រទេសនេះទៅប្រទេសនោះប៉ុន្តែខ្ញុំអាចនិយាយដើម្បីឲ្យអស់លោកក្នុងឋានៈជាអ្នកសេដ្ឋកិច្ចអាចយល់ទៅបានថានៅលើពិភពលោកនេះកម្រណាស់ដែលអាចសម្ដេចលោកមានប្រសាសន៍ក្នុងការវិស័យវិនិយោគទុនអំពីប្រទេសកម្ពុជាដែលតូចជាមួយនឹងអ្នកវិនិយោគទុននៅក្រៅប្រទេសបាទចំពោះការនាំចូលមានចំនួន28 billion dollar ហើយចំពោះការនាំចេញ27 លានបូកយ៉ាងទៅបាទវាលើក្រោមតិចតួចតើវាមានតលយៈភាពយ៉ាងម៉េចខ្លះសូមស្ដាប់សម្ដេចលោកមានប្រសាសន៍ទៅបាទបងប្អូនឲ្យមានតលយៈភាពពាណិជ្ជកម្មស្មើគ្នានោះមូលហេតុនេះយូរឧទាហរណ៍យើងជាមួយសហរដ្ឋអាមេរិកយើងនាំចេញទៅសហរដ្ឋអាមេរិកច្រើនជាងនាំចូលពីសហរដ្ឋអាមេរិកយើងមិនអាចនាំពីសហរដ្ឋអាមេរិកប្រជាជនអាមេរិកមានជាង300 លាននាក់ដែលមានតម្រូវការខ្ពស់យើងនាំចេញទៅសហរដ្ឋអាមេរិកមានចំនួនធំប៉ុន្តែពេលដែលយើងនាំពីអាមេរិកមកវិញក៏មានទំហំតូចដោយប្រជាជនយើងត្រឹមតែ17 លាននាក់តែយើងត្រូវការឧទាហរណ៍ថាតើត្រូវការរថយន្ត Ford របស់អាមេរិកប្រមាណគ្រឿងគ្រប់ប្រមាណដើម្បីឲ្យគ្រប់ស្មើជាមួយនឹងការនាំចេញទៅអាមេរិកបងប្អូនយល់ទេសម្ដេចលោកមានប្រសាសន៍ការនាំចេញរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាដោយសារសហរដ្ឋអាមេរិកនាំចូលមកក្នុងប្រទេសកម្ពុជាយើងមានចំនួនតូចដោយសារយើងមានប្រជាពលរដ្ឋតិចក្រោម17 លាននាក់អញ្ចឹងហើយសហរដ្ឋអាមេរិកក្នុងទីផ្សារវិស័យឯកជនក្នុងការរកស៊ីរបស់អ្នកវិនិយោគទុនដែលគេរកស៊ីជាមួយប្រទេសកម្ពុជាគេមានតុល្យភាពនឹងបានន័យថាចំនួនប្រជាពលរដ្ឋតិចឬច្រើនក្នុងការរកស៊ីអញ្ចឹងសហរដ្ឋអាមេរិករកស៊ីពិភពលោកមួយទាំងមូលចំណែកទៅនេះគ្រប់ទាំងអស់ពិភពលោកអញ្ចឹងបើគិតប្រាក់ចំណូលចូលមកសហរដ្ឋអាមេរិកច្រើនតែចំពោះកម្ពុជាប្រទេសតូចតែនាំតំណែងចូលមកសហរដ្ឋអាមេរិកដោយសារប្រជាពលរដ្ឋនៅអាមេរិកនេះវាមានចំនួនច្រើនអញ្ចឹងយើងមើលទៅថាហេតុអីក៏កម្ពុជានាំចូលសហរដ្ឋអាមេរិកចំនួនលុយច្រើនឯសហរដ្ឋអាមេរិកនាំ
ចេចូលទៅប្រទេសកម្ពុជាចំនួនលុយតិចដោយសារប្រជាពលរដ្ឋតិចដែរបងប្អូនប៉ុន្តែគេរស់ស៊ីវាច្រើនពិភពលោកមួយទាំងមូលអញ្ចឹងចំពោះក្រុមអគតិមួយចំនួនតែងតែប្រៀបធៀបនៃព្រឹត្តិការណ៍ដែលកើតមកដើម្បីចង់ឲ្យឈ្នះចង់ឲ្យប្រជាពលរដ្ឋគ្រប់គ្រងគាត់អត់យល់អំពីចរន្តសេដ្ឋកិច្ចពីប្រទេសកម្ពុជាអញ្ចឹងបានន័យថាលោកសំរងស៊ីគាត់អួតខ្លួនខាងផ្នែកសេដ្ឋកិច្ចប៉ុន្តែអ្វីដែលគាត់គិតទូលេខហ្នឹងគាត់គិតខុសទាំងអស់បាទបើប្រៀបធៀបជាមួយនឹងរាជរដ្ឋាភិបាលដែលលោកកំពុងតែដឹកនាំក្នុងរយៈពេល26ឆ្នាំដែលកម្ពុជាយើងបានសន្តិភាពពិតប្រាកដទើបយើងមានឱកាសការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនគ្រប់វិនិច្ឆ័យដែលយើងបានឃើញមកដល់បច្ចុប្បន្ននេះបាទអាហ្នឹងចំណុចមួយនេះត្រឡប់ទៅពាណិជ្ជកម្មរវាងកម្ពុជាជាមួយថៃយើងនាំចេញទៅថៃចំនួនទំហំសរុបនៃការនាំចេញរវាងថៃនិងកម្ពុជាជាមួយគឺទំហំប្រមាណ 10,000 លានប៉ុន្តែយើងនាំចូលពីថៃច្រើនជាងនាំចេញពីកម្ពុជាទៅថៃតាមមូលហេតុអ្វីទៅមូលហេតុដែលយើងមានតម្រូវការការផ្គត់ផ្គង់ពីថៃចូលមកបំពេញឲ្យតម្រូវការនៃការសាងសង់ឬការប្រើប្រាស់នៅកម្ពុជាដូចជាប្រេងឥន្ធនៈហ្នឹងហើយបងប្អូនខ្ញុំចង់គាត់លំអិនបន្តិចរវាងថៃហើយនិងខ្មែររវាងខ្មែរដែលនាំចូលទៅក្នុងប្រទេសថៃហ្នឹងក្នុងមួយឆ្នាំប្រហែលជា10,000 លានដុល្លារចូលទៅក្នុងប្រទេសថៃដោយសារប្រទេសយើងកំពុងតែអភិវឌ្ឍបាទអញ្ចឹងបងប្អូនអាចយល់ប្រទេសដែលកំពុងអភិវឌ្ឍដែលយើងមានប្រទេសជិតខាងហ្នឹងជាពិសេសថៃនាំចូលមកប្រទេសខ្មែរច្រើនជាងដែលយើងនាំចូលទៅប្រទេសថៃដោយសារយើងកំពុងអភិវឌ្ឍប្រទេសជាតិអ្វីដែលយើងត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់និងរបៀបចំណងមិត្តភាពប្រទេសដែលជិតខាងការរស់ស៊ីទាំងអស់ចែកចំណេញប្រទេសនីមួយៗថ្មីបើយើងតិចជាងគេមែនយើងនាំទៅគេវាតិចតែគេនាំមកយើងច្រើនដោយសារតម្រូវការរបស់យើងដើម្បីអភិវឌ្ឍប្រទេសជាតិដែលយើងកំពុងតែធ្វើសប្តាហ៍នេះបងប្អូននេះហើយដែលរាជរដ្ឋាភិបាលលោកខិតខំការពារគោលនយោបាយឈ្នះឈ្នះសុខសន្តិភាពមិនចង់ឲ្យមានបញ្ហាប្រទេសជិតខាងដែលមានសង្គ្រាមកើតឡើងធ្វើឲ្យមហន្តរាយចំពោះដល់ប្រជាពលរដ្ឋហើយនឹងការរស់ស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដែលកំពុងនៅតាមមូលដ្ឋាននីមួយៗការញុះញង់ចំពោះជនអគតិមួយចំនួនដែលនៅក្រៅប្រទេសនេះតែងតែចិញ្ចឹមចិត្តការញុះញង់ឲ្យរាជរដ្ឋាភិបាលខ្មែរហើយរដ្ឋាភិបាលថៃនឹងធ្វើអ្វីដែលពួកគេចង់បំពេញតួនាទីថាពួកគេជាអ្នកប្រឆាំងតាមពិតពួកគេមិនមែនជាអ្នកប្រឆាំងទេពួកគេជាក្រុមអាណាធិបតេយ្យក្រុមអាណាធិបតេយ្យមានន័យថាក្រុមដែលនិយាយគ្មានមូលដ្ឋានពិតប្រាកដនិយាយយកតែឈ្នះនិយាយមូលបង្កាច់ក្នុងអារម្មណ៍តែចំពោះរាជរដ្ឋាភិបាលលោកធ្វើការដោះស្រាយអំពីសេដ្ឋកិច្ចរវាងប្រទេសហើយនិងប្រទេសអំពីប្រជាពលរដ្ឋនិងប្រជាពលរដ្ឋអំពីសន្តិភាពទាំងប្រទេសទាំងសងខាងកុំឲ្យការប៉ះទង្គិចធ្វើឲ្យមហន្តរាយខាតផលប្រយោជន៍រួមទាំងសងខាងកាលណាសង្គ្រាមកើតឡើងលទ្ធផលគឺបាត់បង់អាយុជីវិតចំណាយថវិកាអត់ប្រយោជន៍ការវាយប្រហារគ្នាទៅវិញទៅមកអស្ថិរភាពក្នុងសង្គមរាជរដ្ឋាភិបាលត្រូវចំណាយថវិកាទិញសម្ភារៈសភាវុធដើម្បីការពារបូរណភាពទឹកដីកម្ពុជាទុកដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្រោមម្លប់សុខសន្តិភាពវាអត់ចំណេញអញ្ចឹងរាជរដ្ឋាភិបាលប្រុងប្រយ័ត្នបំផុតការផ្សះផ្សារវាងប្រទេសជិតខាងហ្នឹងបាទវាខុសពួកជ្រុលនិយមទាំងសងខាងនៅតែចិញ្ចឹមចិត្តអស់ពីព្រឹត្តិការណ៍មួយដល់ព្រឹត្តិការណ៍មួយបាទតិចទៀតសម្ដេចនិយាយដល់អ្នកស្រីមូសុខួរប៉ុន្តែអ្នកសម្ដេចអត់និយាយឈ្មោះទេតែគាត់ថាសម្ដេចហៅថាអ្នកស្រីបាទឬសម្ភារៈផ្សេងទៀតទំហំពាណិជ្ជកម្មរវាងយើងជាមួយនឹងវៀតណាមឥឡូវក៏ប្រមាណជាង 10,000 លានដុល្លារហើយមានអត្រាប្រហាក់ប្រហែលគ្នាទៅដោយសារយើងក៏មានសមត្ថភាពដើម្បីនាំចេញទៅវៀតណាមដែលមុននេះយើងនាំចូលពីវៀតណាមច្រើនជាងការនាំចេញទៅវៀតណាមច្រើនណាស់ក៏យើងនាំចេញទៅវៀតណាមតិចជាង
បាទសម្ដេចលោកមានប្រសាសន៍ដែររវាងការរស់ស៊ីប្រទេសជិតខាងនេះប្រហាក់ប្រហែលគ្នារវាងកម្ពុជានិងថៃឡង់កម្ពុជានិងវៀតណាមដោយសារតម្រូវការប្រទេសរបស់យើងកំពុងអភិវឌ្ឍអ្វីដែលយើងត្រូវការអញ្ចឹងដូចខ្ញុំបាននិយាយคลิปច្រើនដងបងប្អូននៅពេលដែលប្រទេសរបស់យើងបានសម្រេចគោលការណ៍ដ៏សំខាន់រំដោះប្រជាពលរដ្ឋឲ្យរួចផុតពីភាពក្រីក្រហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ24ខេត្តក្រុងអ្វីហ្នឹងគឺថ្មីទាំងអស់បងប្អូនព្រោះនេះជាតម្រូវការថ្មី technology អីថ្មីអាគារអីធ្វើទាំងអស់ហ្នឹងហើយរៀបចំភូមិឋានបរិយាអីហ្នឹងរបៀបស្តង់ដារមួយដែលថ្មីទាំងអស់ដែលយើងធ្វើឲ្យពិភពលោកនឹងគេកោតសរពួកគេសរសើររួចហើយមិនមែនថាឲ្យគេកោតសរគេសរសើរក្នុងការអភិវឌ្ឍប្រទេសកម្ពុជានេះគេសរសើររួចហើយពិភពលោកអញ្ចឹងរបៀបទៅថ្ងៃមុខទៀតដោយសារតំណែងនឹងអស់ហ្នឹងយើងត្រូវការជាមួយវិស័យឯកជនជាពិសេសអ្នកអុកញ៉ាទាំងអស់ហ្នឹងដែលតម្រូវទីផ្សាររបស់គាត់ត្រូវការនៅក្នុងប្រទេសកម្ពុជាយើងសួរថាហេតុអីប្រជាពលរដ្ឋយើងតិច17លាននាក់តំណែងនាំចូលមកវាច្រើនយើងត្រូវសួរដោយសារតម្រូវការដើម្បីយើងកសាងប្រទេសទាំងអស់នេះហើយបាទអញ្ចឹងនៅពេលដែលយើងចប់សពគ្រប់មិនចប់សពគ្រប់ទេអំពីចរន្តសេដ្ឋកិច្ចវាអត់ចេះចប់ទេពួកមនុស្សកើតគ្រប់ចំនួនអញ្ចឹងយើងរាជរដ្ឋាភិបាលលោកព្យាយាមធ្វើឲ្យការរីកចម្រើននឹងពីមួយឆ្នាំទៅមួយឆ្នាំអ្វីដែលយើងនឹងឃើញការរីកចម្រើនទាំងអស់ហ្នឹងអញ្ចឹងយើងតាមដាននៅក្នុងបណ្ដាញសង្គមយើងមិនមែនចេះតែតាមដានអ្នកលេងក្នុងបណ្ដាញសង្គមនឹងនិយាយអំពីគ្មានមូលហេតុគ្មានស្អីដែលថាឲ្យវាចំណេញសម្រាប់ប្រទេសជាតិគឺសតវត្សទី21ហើយឆ្នាំ2025ហើយបងប្អូនយើងដូរអិរិយាបថខ្លួនឯងយើងនាំគ្នាដូរអិរិយាបថខ្លួនឯងដើម្បីចំណេញដល់ប្រទេសជាតិគឺនៅពេលដែលប្រទេសជាតិយើងរីកចម្រើនអ្នកណាចំណេញកូនក្មួយបងប្អូនយើងចំនួនក្រោយហ្នឹងហើយដែលគាត់ចូលរួមកសាងហើយចូលរួមការពារបូរណភាពហ្នឹងដើម្បីគាត់ជីវិតរបស់គាត់រស់នៅតគ្នាទៅទៀតដូចដូនតារបស់យើងបានការពារគេមរតកទុកឲ្យយើងបានឃើញមកដល់សប្តាហ៍ថ្ងៃនេះបងប្អូនអញ្ចឹងសម្ដេចអ្វីដែលសម្ដេចលោកធ្វើនយោបាយគោលនយោបាយឈ្នះឲ្យសុខសន្តិភាពនេះរាប់រយអត្តន័យរាប់ពាន់អត្តន័យនៅក្នុងគោលនយោបាយឈ្នះឲ្យសុខសន្តិភាពនេះជាគេមរតកមួយដែលមិនអាចកាត់ថ្លៃបានទុកដល់កូនចៅខ្មែរចំនួនក្រោយដែលត្រូវតែរៀនដកដង្ហើមដោយខ្លួនឯងច្រើនអត់តែឥឡូវយើងបានប្រឹងប្រែងស្ទើរតែមានតលយភាពមួយទៀតក៏ត្រូវយល់ដឹងឲ្យបានច្បាស់រវាងកម្ពុជានិងចិនយើងនាំទៅចិនមានចំនួនតិចជាងបើប្រៀបធៀបទៅនាំពីចិនចូលមកកម្ពុជាហេតុអ្វីបានជាមានតលយភាពអតលយភាពបែបនេះពួកប្រឆាំងវាយប្រហារយើងលើបញ្ហានេះប៉ុន្តែសូមផ្ដល់ការណែនាំចំពោះក្រុមប្រឆាំងឲ្យយល់ឲ្យច្បាស់នៅកម្ពុជាត្រូវការវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិនជាពិសេសសាច់កណាត់ដើម្បីពួកជ្រុលនិយមរបស់លោកសំរងស៊ីតែងតែប្រៀបធៀបនៅពេលប្រទេសដែលកំពុងអភិវឌ្ឍដោយសម្ដេចលោកមានប្រសាសន៍អញ្ចឹងដែលយើងអត់តមានវត្ថុធាតុដើមក្នុងការនាំតំណែងលក់ទីផ្សារពិភពលោកដែលយើងស្លៀកពាក់សប្តាហ៍ថ្ងៃនេះហើយរបស់របរប្រើប្រាស់សប្តាហ៍ថ្ងៃនេះគឺយើងត្រូវការវត្ថុធាតុដើមហ្នឹងគឺចេញពីប្រទេសចិនទោះបីសហរដ្ឋអាមេរិកក៏ដោយប្រទេសមហាអំណាចក៏ត្រូវការវត្ថុធាតុដើមហ្នឹងពីប្រទេសចិនដែរយើងត្រូវកលេចមើលរវាងពាណិជ្ជកម្មពិភពលោករវាងសហរដ្ឋអាមេរិកហើយនិងប្រទេសចិនហ្នឹងមិនដែលអត់គ្នាកើតទេការរស់ស៊ីទី1សហរដ្ឋអាមេរិកមាន300លាននាក់ប្រទេសចិនមានជិត1500លានពិភពលោកមួយទាំងមូលអ្នកណាក៏គេចង់រស់ស៊ីជាមួយនឹងប្រទេសចិនដែរដើម្បីយូរអង្វែងទៅថ្ងៃអនាគតបាទរឿងការចំណេញដេញដូរអីក៏ដោយគឺការរស់ស៊ីអញ្ចឹងសម្ដេចលោកមានប្រសាសន៍ថាបច្ចុប្បន្នភាពនេះកម្ពុជាត្រូវការវត្ថុធាតុដើមវត្ថុធាតុដើមយើងអត់មានទេយើងមានតែមាសហើយនឹងលុយដែលយើងអាចរស់ស៊ីជាមួយប្រទេសមហាអំណាចបានហ្នឹងបាទអញ្ចឹងសម្ដេចលោកមានប្រសាសន៍ចំណុចនេះដែលចង់ផ្ដោតទៅក្រុមជ្រុលនិយមក្រុមសួស្ដីលឹបសុខសប្បាយលឹបសុខសប្បាយអស់ហ្នឹងហើយតាមដានលឹបឯងដែរតែឃើញតែរបបណែបាននិយាយគ្នាគង់ថ្ងៃណាជួបគ្នាលឹបអើយបំរើឲ្យបណ្ដារោងចក្រកាត់ដេរនៅកម្ពុជាហើយតាមរយៈរោងចក្រកាត់ដេរនោះយើងនាំវត្ថុធាតុដើមជាសាច់កណាត់ពីប្រទេសចិនចូលមកកម្ពុជា
ដេររួចហើយនាំទៅប្រទេសក្រៅដែលចិនបានចូលរួមចំណែកជួយដល់កម្ពុជាក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មបម្រើឲ្យការនាំចេញដូច្នេះចង់ជម្រាបទៅបងប្អូនអ្នកប្រឆាំងប៉ុន្តែសប្តាហ៍អ្នកប្រឆាំងសប្តាហ៍នេះនៅសល់តិចតួចណាស់ដោយសារប្រជាពលរដ្ឋលោកអស់ជំនឿនេះសម្រាប់លោកមានប្រសាសន៍អំពីវត្ថុធាតុដើមបើសិនជាយើងមិនមានវត្ថុធាតុដើមពីប្រទេសចិនទេតើកម្មករកម្មការិនីដែលតំណែងដែលធ្វើនៅសហរដ្ឋអាមេរិកដែលអ្នកវិនិយោគទុននៅប្រទេសយុរ៉ុបប្រទេសសេរីដែលគេត្រូវការសម្លៀកបំពាក់ឬរបស់របរប្រើប្រាស់ទាំងអស់ហ្នឹងដែលចេញពីប្រទេសកម្ពុជាបើសិនជាអត់មានវត្ថុធាតុដើមចេញពីប្រទេសចិនតើប្រជាពលរដ្ឋយើងមានការងារធ្វើទេអញ្ចឹងវាតំណាក់តំណងគ្នាអំពីចរន្តសេដ្ឋកិច្ចទីផ្សារតាក់ទងជាមួយនឹងអ្នកអុកញ៉ាដូចសមាគមអុកញ៉ាដែលសម្ដេចលោកកំពុងតែចូលរួមហ្នឹងនឹងវាតាក់ទងគ្នាទាំងអស់អ្នកអុកញ៉ាទាំងអស់ហ្នឹងហើយដែលបង្កើតការងារដល់ប្រជាពលរដ្ឋនិស្សិតបញ្ញវន្តដែលកំពុងរៀនហ្នឹងឲ្យមានប្រាក់ចំណូលក្នុងការចិញ្ចឹមជីវិតបច្ចុប្បន្នភាពទៅថ្ងៃអនាគតបាទអ្នកដែលសេដ្ឋកិច្ចមិនមែនសេដ្ឋកិច្ចឬក៏អ្នកសេដ្ឋកិច្ចប៉ុន្តែចូលចិត្តនិយមនៃការបន្តវត្តជនគេឡើងមកជនជាតិឯងវាមិនមែនជាមនុស្សទេបើប្រៀបធៀបទៅវាជាសត្វនៅចិត្តទីទៅគ្រាន់តែធ្វើរឿងនេះខ្ញុំមិនចង់សម្ដៅទៅលើប៉ុន្តែយើងទៅនិយាយទៅវាទៅពួកគេតែអ្វីដែលជាគោលដៅបំផុតធំបំផុតរបស់ខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ17លាននៅក្នុងប្រទេសដើម្បីឲ្យយល់ថាអ្វីទៅដែលជាជញ្ជីងពាណិជ្ជកម្មមូលហេតុអ្វីបានជាសម្ដេចលោកលំអិតចំណុចទាំងអស់នេះពួកសម្ដេចលោកជាអ្នកដឹកនាំធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនមានសុខសន្តិភាពពិតប្រាកដហើយផ្សះផ្សាជាតិពេញផ្ទៃប្រទេសរហូតដល់ឯនេះសមុទ្រនេះទៅទៀតបាទគឺតួអង្គសំខាន់ដែលយើងមិនអាចអត់បានគឺសម្ដេចតេជោបាទរឿងខ្ញុំបកប្រែដល់អ្នកស្រីមូសុខួរខ្ញុំនឹង slash រឿងហ្នឹងខ្ញុំនឹងលើកសំរាំងស៊ីនិយាយអំពីព្រឹត្តិការណ៍ថ្មីនេះបាទខ្ញុំនឹងវាយសំរាំងស៊ីខ្លាំងតិចបាទឥឡូវយើងនិយាយសម្រួលសិនយើងនិយាយព្រឹត្តិការណ៍ដែលរាជរដ្ឋាភិបាលហើយជាពិសេសគឺសម្ដេចទាំងពីរបានចូលរួមជាមួយអ្នកអុកញ៉ានៅក្នុងរាត្រីថ្ងៃសុក្រនេះដែរបាទតលយៈភាពពាណិជ្ជកម្មវាការខុសគ្នាអត់មានការនាំចេញរបស់យើងប៉ុន្តែប្រទេសខ្លះនៅក្នុងក្របខ័ណ្ឌអាស៊ានការនាំចេញពីកម្ពុជាទៅកាន់ប្រទេសនោះច្រើនជាងពីការនាំចេញពីប្រទេសនោះមកកាន់ប្រទេសយើងដោយជាការនាំចេញរបស់យើងទៅកាន់ប្រទេសម៉ាឡេស៊ីគឺមានចំនួនច្រើនជាងការនាំពីម៉ាឡេស៊ីមកកម្ពុជាដូច្នេះនេះហើយជាក្រមសេដ្ឋកិច្ចរវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់បើសិនជាអ្នកឯងមិនយល់អំពីបញ្ហានេះអ្នកឯងកុំតាំងខ្លួនធ្វើជាអ្នកធ្វើជាបញ្ញវន្តសេដ្ឋកិច្ចឬចង់ខ្លាយទៅជាមេដឹកនាំអ្នកឯងមិនអាចទៅរួចទេក្រុមអគតិមួយចំនួនតែងតែតាំងខ្លួនគេជានាយករដ្ឋមន្ត្រីបំរុងបាទបងប្អូនដឹងហើយណាជានាយករដ្ឋមន្ត្រីបំរុងហើយជាអ្នកវិភាគអំពីសេដ្ឋកិច្ចឯនៅប្រទេសយុរ៉ុបហើយនៅសហរដ្ឋអាមេរិកមួយចំនួនហ្នឹងដែលគេកំពុងតែព្រុសដោយសាក់សេកប៉ុន្តែគេអត់មានបទពិសោធន៍ក្នុងការចូលរួមកសាងជាតិគេមានបទពិសោធន៍ក្នុងការនិយាយក្នុងអារម្មណ៍ដើម្បីឲ្យប្រជាពលរដ្ឋដែលនៅក្រៅប្រទេសនេះមានជំនឿទៅលើពួកគេវាមានមែនព្រឹត្តិការណ៍ដែលកើតឡើងមកវាមានមួយចំនួនទៅហើយប៉ុន្តែក្រោយដល់ប្រជាពលរដ្ឋនៅឯនេះសមុទ្រគាត់ស្វែងយល់នៅពេលដែលប្រជាពលរដ្ឋគាត់ស្វែងយល់ពិតប្រាកដទើបគណៈបកប្រជាជនកម្ពុជាដែលមានការទុកចិត្តចំពោះប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសនេះវាលើសលប់រនឹកស្មានថាការចូលរួមគ្រប់គ្រងរាជរដ្ឋាភិបាលអាណត្តិទី7នេះគឺថាខ្លាំងមែនទែនជាពិសេសគឺសម្ដេចធិបតីហ៊ុនម៉ាណែតដែលមានប្រជាពលរដ្ឋក្រៅប្រទេសហើយក្នុងប្រទេសនេះលើកស្ទួយគ្រប់គ្រងនៃគោលនយោបាយឆ្នះឆ្នះទាំងអស់គ្នាវានៅក្នុងគោលនយោបាយឆ្នះឆ្នះសុខសន្តិភាពរបស់គណៈបកប្រជាជនជាពិសេសគឺស្ថាបនិកគោលនយោបាយឆ្នះឆ្នះគឺសម្ដេចតេជោនេះហើយជាយុទ្ធសាស្ត្រមួយគឺជាតិនិយម
យុទ្ធសាស្ត្រជាតិនិយមទាំងអស់នេះគឺដើម្បីសន្តិភាពដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសដែលធ្វើឲ្យពិភពលោកកោតសរអំពីគោលនយោបាយឈ្នះហើយនឹងសុខសន្តិភាពនេះដែលយើងឃើញឆ្នាំ2024គេកោតសរ legacy របស់សម្ដេចតេជោរបៀបមិនខ្លះដែលភាគីដែលមានអាវុធទាំងសងខាងការបង្ហូរឈាមគ្នាត្រូវបានបញ្ឈប់នៅឆ្នាំ1998ថ្ងៃទី29ធ្នូបែរជាងាកមកផ្សះផ្សាជាតិនេះហើយជាស្ថាបនិកមួយគោលនយោបាយឈ្នះដែលប្រជាពលរដ្ឋគ្រប់ចំនួនដែលមិនអាចបំភ្លេចបានបាទហើយមិនអាចទៅរួមទំហំនាំចេញនិងនាំចូលប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំសូមបញ្ជាក់ថាពីប្រទេសមួយដែលពឹងផ្អែកលើការនាំចូលចិញ្ចឹមខ្លួនคล้ายទៅជាប្រទេសមួយដែលផលិតសម្រាប់ការនាំចេញយើងកំពុងបន្តទៅទៀតតាមរយៈនៃសមាគមអ្នកអង្គការផងតាមរយៈនៃសភាពាណិជ្ជកម្មផងដើម្បីបន្តអនុវត្តនៅការរក្សាទីផ្សារចាស់និងពង្រីកទីផ្សារថ្មីអញ្ចឹងទេបាទជខ្ញុំបងប្អូនសម្ដេចឃើញសម្ដេចក្នុងការដឹកនាំសម្ដេចនៅតែលើកស្ទួយចំពោះសមាគមអង្គការជាមួយនឹងព្រឹទ្ធសភាពាណិជ្ជកម្មដើម្បីលើកស្ទួយទាំងអស់អាទីផ្សារចាស់មិនអាចទីផ្សារថ្មីមិនអាចចោលទីផ្សារចាស់អញ្ចឹងក្នុងការដឹកនាំពីមួយចំនួនទៅមួយចំនួនវាមានការអភិវឌ្ឍឲ្យទាន់សភាពការពិភពលោកចរន្តសេដ្ឋកិច្ចពិភពលោកអ្វីខ្លះដែលរដ្ឋាភិបាលកំពុងតែដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតអញ្ចឹងដែលខ្ញុំនិយាយច្រើនคลิปដែរខ្ញុំថានៅពេលសម្ដេចធិបតីហ៊ុនម៉ាណែតចូលមកដឹកនាំហេតុអ្វីក៏មានទំនាក់ទំនងពិភពលោកមួយទាំងមូលងាកផ្ដោតអារម្មណ៍មកប្រទេសកម្ពុជាក្នុងការបោះវិនិយោគទុនជាមួយនឹងប្រទេសកម្ពុជាដោយសារគេយល់ឃើញថាប្រទេសទូចមួយនេះសង្គ្រាមរាប់រយឆ្នាំរួចមកហើយមិនដែលមានសុខសន្តិភាពអ្វីដែលមានសុខសន្តិភាពក្នុងរយៈពេល26ឆ្នាំចុងក្រោយនេះហើយប្រទេសនេះដែលមានឯករាជ្យភាពដែលគ្មានក្រមអាណានិគមរបស់ប្រទេសណាក្នុង34ឆ្នាំនេះក្រោយពីឆ្នាំ1991រហូតមកដល់ឆ្នាំ2025ហើយសន្តិភាពទើបមានអាយុ26ឆ្នាំការអភិវឌ្ឍការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធទាំងអស់ក្រោមគោលនយោបាយឈ្នះហើយសុខសន្តិភាពអញ្ចឹងអ្នកវិនិយោគទុនគេសម្លឹងឃើញទៅថ្ងៃអនាគតប្រទេសកម្ពុជាមួយនេះគឺសន្តិភាពដ៏យូរអង្វែងដោយសារប្រជាពលរដ្ឋខ្មែរឆ្អែតឆ្អន់នៃសង្គ្រាមខ្ពើមបំផុតគឺសង្គ្រាមការបង្ហូរឈាមគ្នាទៅវិញទៅមកចឹងហើយគេបោះទុនមករុស្ស៊ីជាមួយនឹងប្រទេសកម្ពុជានៅពេលដែលគេបោះទុនរុស្ស៊ីជាមួយប្រទេសកម្ពុជាយើងឃើញវិស័យឯកជនរីកគូស្គីទាំងអស់ហើយប្រជាពលរដ្ឋខ្មែរយើងមានការងារធ្វើច្រើនក្នុងបច្ចុប្បន្នភាពនេះយើងត្រូវការចំនួនមនុស្សកាន់តែច្រើនទៀតក្នុងខាងផ្នែកឧស្សាហកម្មដែលខ្ញុំមើលស្ថិតិរបាយការណ៍គម្រោងដែលគេរៀបចំហ្នឹងគឺថាសប្តាហ៍ថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាខ្វះធនធានមនុស្សដើម្បីធ្វើការនៅក្នុងឧស្សាហកម្មបងប្អូននេះតែខ្ញុំមើលគេផ្ញើមកឲ្យខ្ញុំមើលថាអញ្ចឹងប្រជាពលរដ្ឋយើងដែលគាត់ទៅធ្វើចល័តនៅតាមប្រទេសនេះមួយដោយសារគាត់ចង់បានប្រាក់ខែថ្លៃជាងនៅប្រទេសកម្ពុជានោះក៏ជាសិទ្ធិសេរីភាពរបស់ពួកគាត់ដែរតែថ្ងៃមុខយើងរួមគ្នាទាំងអស់មូលហេតុអីខ្ញុំថាយើងរួមគ្នាឲ្យសប្បាយទាំងអស់គ្នានៅពេលដែលព្រះជីកហ្វូណនជីករួចខ្ញុំតែងតែនិយាយថាពេលហ្នឹងយើងប្រវត្តិសាស្ត្រមិនដែលឃើញខ្មែរណារួបរวมគ្នានៅពេលដែលព្រះជីកហ្វូណនដែលចូលជីករួចទាំងអស់នេះហើយដែលយើងសប្បាយរីករាយគឺខ្មែរតែមួយនេះសេចក្តីសង្ឃឹមរបស់ខ្ញុំចង់ឃើញប្រជាពលរដ្ឋក្នុងអាយុជីវិតយើងចុងក្រោយតែយើងមាន10ដងប្រមាណទៀតឃើញចំនួនយើងធ្វើឲ្យព្រឹត្តិការណ៍មួយដែលកើតឡើងខ្មែរតែមួយទាំងអស់គ្នាបាទចូលរួមជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតដែលយើងមិនអាចបំភ្លេចបាននេះគោលស្ថាបនិកគោលនយោបាយឈ្នះសុខសន្តិភាពគឺសម្ដេចតេជោបាទគឺយើងឈ្នះទាំងអស់គ្នាសូមអរគុណសាទរនិងកោតសរនៅគំនិតព្រួយប្រាំរបស់សមាគមអង្គការដែលបានចូលរួមចំណែកធ្វើដំណើរទៅជាមួយប្រមុខរដ្ឋាភិបាលទៅប្រទេសក្រៅដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនៅពេលដែលឃើញទេបងប្អូនយើងសួរថាពេលសម្ដេចធិបតី
ឬមួយក៏សម្ដេចតេជោពីមុនមកតែតែមានសមាតែមានអ្នកអុកញ៉ាលោកអុកញ៉ាអមដំណើរជាមួយនឹងរាជរដ្ឋាភិបាលហ្នឹងគឺតំណែងតំណងក្នុងវិស័យសេដ្ឋកិច្ចដើម្បីតំណែងតំណងពីប្រទេសមួយទៅប្រទេសមួយក្នុងវិស័យសេដ្ឋកិច្ចហ្នឹងរាជរដ្ឋាភិបាលជួបជាមួយនឹងរាជរដ្ឋាភិបាលរដ្ឋហើយនឹងរដ្ឋវិស័យឯកជនមានតំណែងតំណងដើម្បីរកស៊ីប្រទេសនីមួយគេត្រូវការវិស័យឯកជនហ្នឹងហើយជាចម្បងគឺវិស័យឯកជនហ្នឹងដែលជួយកសាងប្រទេសជាតិគឺវិស័យឯកជនហ្នឹងបង្កើតការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើរដ្ឋមានប្រាក់ចំណូលនឹងការដកពន្ធករទាំងអស់ហ្នឹងដើម្បីយកមកកសាងជាតិជួយសុខុមាលភាពជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ហ្នឹងគឺដោយសារលុយទាំងប្រជាពលរដ្ឋចូលបម្រើការងារវិស័យឯកជនគេចូលមករកស៊ីស្រុកខ្មែរហ្នឹងគឺរដ្ឋបម្រើរាជបម្រើពលរដ្ឋរាជបម្រើវិស័យឯកជនដើម្បីរកចំណុចរួមមានតុល្យភាពស្មើគ្នាក្នុងការរកស៊ីមានទំនុកទុកចិត្តគ្នាទៅវិញទៅមកវិស័យឯកជនរបស់យើងកាន់តែខ្លាំងប្រទេសយើងក៏កាន់តែខ្លាំងចឹងបានជាខ្ញុំធ្លាប់និយាយហើយថាខ្ញុំប្រើប្រាស់គ្រប់វិធីទាំងអស់ដើម្បីពង្រឹងសមត្ថភាពអ្នកដែលមានធនធាននៅកម្ពុជាសម្ដេចលោកមានប្រសាសន៍ចំណុចទាំងអស់នេះគឺថាដើម្បីឈ្នះទាំងអស់គ្នាសម្ដេចត្រូវតែប្រើយុទ្ធសាស្ត្រទាំងអស់ដែលប្រជាពលរដ្ឋជាពិសេសគឺបងប្អូនចំនួនក្រោយដែលមានធនធានមានសក្តានុពលក្នុងការចំណេះចេះដឹងទូទៅហើយនឹងមានបទពិសោធន៍ដើម្បីយកមកចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនេះហើយដែលយើងឈ្នះទាំងអស់គ្នាត្រូវការធនធានមនុស្សដែលឆ្លាតវៃក្នុងវិស័យឯកជនក្តីក្នុងវិស័យសេដ្ឋកិច្ចជាតិក្តីក្នុងវិស័យការដឹកនាំទាំងអស់គឺធនធានបងប្អូនចំនួនក្រោយនេះដែលឆ្លងកាត់បទពិសោធន៍ឆ្លងកាត់នៃការរៀនសូត្រចំណេះចេះដឹងក្រៅប្រទេសក្នុងប្រទេសហើយនឹងបទពិសោធន៍ហើយបានចូលមកបម្រើរាជជាមួយនឹងរាជរដ្ឋាភិបាលអញ្ចឹងសម្ដេចគាត់ថាជ្រើសរើសហើយធនធានព្រោះអីយើង17លាននាក់មនុស្សដែលសំខាន់មនុស្សដែលឆ្លាតវៃមិនខ្វះទេកូនខ្មែរចំនួនក្រោយនេះដើម្បីយកមកដាក់ត្រូវនឹងចំណុចដែលបម្រើរាជឲ្យត្រូវនឹងចំណុចដែលប្រជាពលរដ្ឋចង់បាននេះហើយគឺសម័យបញ្ញកោណដែលសម្ដេចធិបតីលោកមានថាបញ្ញកោណត្រូវការរៀបចំប្រទេសជាតិដើរនៅស្តង់ដារមួយដើម្បីបម្រើរាជរដ្ឋបម្រើរាជដែលរាជទុកចិត្តទៅលើរដ្ឋាភិបាលណាបងប្អូនបាទនេះជាវិធីសាស្ត្រខុសឬជាវិធីសាស្ត្រត្រូវសូមសម្លឹងមើលទៅប្រធានាធិបតីដូណាល់ត្រាំដែលទៅចូលកាន់តំណែងអាណត្តិទី2របស់គាត់ប្រមូលពួកមហាសេដ្ឋីមកជួយគ្រប់គ្រងរដ្ឋជួយគ្រប់គ្រងនេះឃើញទេបងប្អូនបាទឃើញទេបាទសម្ដេចលោកមានប្រសាសន៍ហើយសម្ដេចបង្កើតសមាគមអ្នកអុកញ៉ាលោកអុកញ៉ាបូករួមជាមួយអ្នកមានធនធានហើយអ្នកមានសក្តានុពលដើម្បីមកចូលរួមកសាងប្រទេសទាំងអស់គ្នាបើកម្ពុជាមិនមានសុខសន្តិភាពទេអ្នកអុកញ៉ាលោកអុកញ៉ាអ្នកមានមួយចំនួនក៏គ្មានវាសនាឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍបច្ចុប្បន្នភាពនេះដែរបងប្អូនឃើញនេះហើយគេហៅថាគោលនយោបាយឈ្នះបូកទាំងអស់គ្នាហ្នឹងហើយដែលចូលរួមបាទអញ្ចឹងសម្ដេចបានខ្ញុំនិយាយថាសម្ដេចលោកដឹកនាំប្រទេសដើមមុនពួកអាណាធិបតេយ្យពួកក្បត់ជាតិ3ចំនួនហ្នឹង20ជំហានមុនខ្ញុំតែនិយាយថាជួនកាលសម្ដេចទៅវាយកូនគោលទៅមកអង្គុយផឹកតែទៅគ្រាន់តែតម្លាក់ពេញតែបន្តិចឲ្យទឹកវិលបន្តិចទៅអាក្រោយអានៅក្រៅប្រទេសនេះវិលតាមអញ្ចឹងទៅនេះជានយោបាយយុទ្ធសាស្ត្រឈ្នះសម្រាប់ការដឹកនាំប្រទេសជាតិនៅក្នុងបច្ចុប្បន្នភាពនេះបាទដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីអញ្ចឹងសម្ដេចហើយនឹងធីមរបស់សម្ដេចធិបតីឧបនាយករដ្ឋមន្ត្រីគេខិតខំសម្បើមណាស់ហើយធនធានសក្តានុពលទាំងអស់ហ្នឹងគឺបូករួមខ្មែរទាំងក្នុងនិងក្រៅប្រទេសបាទដូចជាឧបនាយករដ្ឋមន្ត្រីមួយចំនួនអ្នកដែលធ្វើការអ្នកដែលមានសញ្ជាតិពីរហ្នឹងក៏ទៅពីយុរ៉ុបភៀនខ្លះទៅពីអាមេរិកខ្លះអូស្ត្រាលីខ្លះកាណាដាខ្លះនេះហើយដែលយើងបង្ហាញថាកូនចៅរបស់តាជ័យកូនចៅរបស់តាជ័យទោះបីទៅទីណាក៏ដោយក៏ពួកគាត់អត់ភ្លេចស្រុកកំណើតរបស់គាត់ដែរបាទអញ្ចឹងសម្ដេចគាត់ធ្វើនយោបាយនេះគឺធ្វើនយោបាយដើម្បីជាតិនិយមដើម្បីប្រទេសជាតិតើមានសម័យណាមានសក្ការៈណាសតវត្សណាក្នុងការដឹកនាំពង្រួមជាតិ
ក្នុងការដឹកនាំឲ្យប្រទេសជាតិរីកចម្រើនអ្វីដែលយើងឃើញបច្ចុប្បន្នភាពនេះក្នុងរយៈពេល26ឆ្នាំអត់មានទេទើបមានសម័យដៃជោក្រោមគោលនយោបាយឆ្នេះឲ្យសុខសន្តិភាពទាំងអស់នេះបើខ្ញុំនិយាយអញ្ចឹងគេនឹងថាអានេះគេទិញក្បាលអានេះព្រោះជាសិទ្ធិរបស់អ្នកឯងប៉ុន្តែចេញពីឆន្ទៈអ្វីដែលយើងមើលឃើញការរីកចម្រើនចំពោះដែលគេរស់នៅក្នុងប្រទេសនោះមានសុខសន្តិភាពពិតប្រាកដបាទมันមិនជាការខុសឆ្គងទេក៏ប៉ុន្តែបទពិសោធន៍នៃអ្នកគ្រប់គ្រងធុរកិច្ចដែលពូកែប្រកែកដូចជាអេឡុងម៉ាស់គឺជាដើមកាត់ឲ្យមកកាន់គេហៅថាត្រួតពិនិត្យប្រសិទ្ធភាពរបស់រដ្ឋអ្នកធុរកិច្ចមានន័យថាគឺអ្នកដែលមានគំនិតមួយគឺថាអស្ចារ្យណាស់ដើម្បីមកចូលរួមចំណែកមួយបាទដូច Donald Trump គាត់ឲ្យ Elon Musk គាត់ចូលមករួមហ្នឹងដើម្បីអ្វីខ្លះដែលមានកំហុសពីមុនមកក្នុងការចំណាយថវិការបស់រដ្ឋបាទចំពោះរាជរដ្ឋាភិបាលរបស់ Donald Trump ហ្នឹងបើនិយាយច្រើនណាស់បងប្អូន2ម៉ោង3ម៉ោងគាត់និយាយមិនអស់ដែរក្នុងការ translate ប៉ុន្តែយើងត្រូវការបកស្រាយនោះបានចំចំណុចខ្លះប៉ុន្តែរាជរដ្ឋាភិបាលរបស់លោក Donald Trump នេះគាត់ធ្វើត្រូវនៃការប្រយ័ត្នក្នុងការថវិការបស់រដ្ឋចំណាយឲ្យត្រូវនឹងអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើបាទពិភពលោកមួយទាំងមូលបាទដោយថាពិភពលោកសប្តាហ៍ថ្ងៃនេះយើងក្រោយពីលោក Donald Trump ក្នុងការដឹកនាំរបស់គាត់90ថ្ងៃហ្នឹងគាត់ប្រើកណ្ដាប់ដៃហ្នឹងទៅធ្វើយ៉ាងម៉េចខ្លះក្នុង90ថ្ងៃហ្នឹងមកដល់សប្តាហ៍ថ្ងៃនេះថ្ងៃទី20ហ្នឹងគាត់បាន2ខែនៅ30អានឹងមិនតាន់ដល់ទេណាបងប្អូនក្នុង90ថ្ងៃហ្នឹងតើធ្វើយ៉ាងម៉េចខ្លះហើយអាគម្រោងការទាំងអស់ហ្នឹងគឺដោយសារគណៈបក្សសាធារណរដ្ឋគាត់ឈ្នះទាំងសភាជាន់ទាបសភាជាន់ខ្ពស់អញ្ចឹងគាត់ធ្វើអីក៏បានដែរគម្រោងទាំងអស់ហ្នឹងប៉ុន្តែក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលអាមេរិកនេះជាការដឹកនាំរបស់គេខ្ញុំមើលឃើញដែរចំណុចខ្លះវិជ្ជមានអវិជ្ជមានយើងមើលឃើញតែខ្ញុំមិននិយាយការដឹកនាំរបស់គេដើម្បីបម្រើប្រជាពលរដ្ឋ300លាននាក់ហើយពិភពលោកមួយទាំងមូលហើយក៏គេបង្រៀនឲ្យពិភពលោកមួយទាំងមូលហ្នឹងឲ្យចេះដកដង្ហើមដោយខ្លួនឯងអញ្ចឹងនិយាយចុះនិយាយឡើងដោយភាសារបស់សម្ដេចតេជោបង្រៀនប្រជាពលរដ្ឋឲ្យរៀនដកដង្ហើមដោយខ្លួនឯងដោយមិនខ្ចីដង្ហើមគេដកឃើញទេបងប្អូនវាស៊ីចង្វាក់គ្នាអញ្ចឹងសម្ដេចតេជោនៅពេលដែលលោកដឹកនាំលោកដឹងអំពីរសជាតិល្វីងប្រៃជូរចត់របៀបមិនយ៉ាងណាក៏ដោយលោកដឹងថាដើម្បីកុំឲ្យកូនចៅខ្មែរចំនួនក្រោយវាជួបនៅវិបត្តិអាល្វីងជូរចត់តឹងទ្រូងក្នុងការខ្ចីដង្ហើមគេដកអញ្ចឹងលោកតន់លោកនៅធ្វើអ្វីបានលោកទៅធ្វើឲ្យចប់ផែនការដើម្បីឲ្យខ្មែររៀនដកដង្ហើមនៅខ្លួនឯងចំណុចចុងក្រោយដែលខ្ញុំស្រឡាញ់រហូតដល់ខ្ញុំកោសក់ក្បាលគឺប្រជាហ្វូណនដែលជួនេះហើយដែលលោកថាឲ្យរៀនដកដង្ហើមនៅខ្លួនឯងកុំខ្ចីដង្ហើមគេដកហើយខ្ញុំក៏បន្ថែមថាការខ្ចីដង្ហើមគេដកនៅលើមាតុភូមិចាស់របស់ខ្លួនឯងវាតឹងទ្រូងវាឈឺចុកចាស់ណាស់ដែលយើងមិនអាចបំភ្លេចបាននៅពេលដែលយើងបាត់បង់ភូមិភាគខាងត្បូងដែលយើងធ្លាប់មានកំពង់ផែរកស៊ីចំនួនបុរាណពីដើមដល់ពិភពលោកមួយទាំងមូលប៉ុន្តែធ្វើម៉េចការបាត់បង់គឺការបាត់បង់ចំនួនដើមក្រោមអាណានិគមរបស់គេអញ្ចឹងលោកដឹកនាំលោកដឹងអំពីខ្ចីដង្ហើមគេដកនៅលើមាតុភូមិចាស់របស់ខ្លួនឯងវាឈឺចុកចាប់ណាស់ប៉ុន្តែអ្វីដែលយើងត្រូវធ្វើបាបយើងត្រូវតែស្ដារព្រះជីកហ្វូណនដែលមានប្រវត្តិសាស្ត្រទុកហើយទោះបីអស់ថវិកាប៉ុណ្ណាក៏ដោយក៏រាជរដ្ឋាភិបាលមានប្រាក់ដែលត្រូវស្ដារព្រះជីកហ្វូណនហ្នឹងទុកដល់កូនខ្មែរចំនួនក្រោយបើសិនសម្ដេចលោកមានយុទ្ធសាស្ត្រឈ្នះដើម្បីឲ្យកូនខ្មែរចំនួនក្រោយនេះរៀនដកដង្ហើមដោយខ្លួនឯងក្លែងមើលនយោបាយរបស់អាមេរិកកាំងបច្ចុប្បន្នភាពនេះហើយប្រទេសមួយចំនួនដែលពឹងពាក់ទៅលើសហរដ្ឋអាមេរិកនេះទុនខ្សោយស្អីក៏ដោយក៏អាមេរិកកាំងជួយដែរតែគេបង្រៀនឲ្យប្រទេសដទៃហ្នឹងរៀនឯករាជ្យម្ចាស់ការដោយខ្លួនឯងកុំសង្ឃឹមនៅលើសហរដ្ឋអាមេរិកច្រើនពេកព្រោះសហរដ្ឋអាមេរិករវាង4ឆ្នាំម្ដងគោលនយោបាយរបស់សហរដ្ឋអាមេរិកគ្មានអ្នកណាតាមតាន់ទេបងប្អូនអញ្ចឹងមកខ្ញុំនិយាយពីមុនថាសហរដ្ឋអាមេរិកនយោបាយគ្មាននរណាគេតាមតាន់សហរដ្ឋអាមេរិកទេហើយក៏អត់ដឹងថានយោបាយរបស់អាមេរិកការផ្លាស់ប្ដូរ4ឆ្នាំម្ដងឬក៏8ឆ្នាំម្ដងយូរមានម្ដង8ឆ្នាំម្ដងដោយសារ President ដូច Donald Trump គាត់4ឆ្នាំម្ដងក្រោយមកគាត់បានធ្លាក់ក្រោយមកគាត់ឡើងមកវិញអញ្ចឹងអ្វីដែលក្នុងឆ្នាំ4ឆ្នាំនេះគាត់ទៅបង្ហាញពិភពលោកឲ្យច្បាស់ថាអ្វីដែលគាត់ធ្វើ
អ្វីដែលចំណេញសម្រាប់ប្រជាពលរដ្ឋរបស់គាត់គឺនយោបាយគាត់ធ្វើមិនឲ្យប្រជាពលរដ្ឋរបស់គាត់នឹងមានជំនឿទុកចិត្តនៅលើគណៈបក្សសាធារណរដ្ឋបាទ ចឹងសម្រាប់អ្នកប្រឆាំងជលយុទ្ធដែលតិចទៀតថាពួកអង្គការជាសម្ព័ន្ធភាពរបស់គណៈបព្វជិជនពួកអង្គការជាសម្ព័ន្ធភាពរដ្ឋាភិបាលណែឯងនិយាយយ៉ាងម៉េចជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំដែលយកសិទ្ធិមហាសេដ្ឋីទៅជួយគ្រប់គ្រងរដ្ឋណែឯងឆ្លើយឲ្យខ្ញុំយើងបានឧទាហរណ៍ បាទសម្ដេចចាត់ទុកថាសំណាងណាពួកជ្រុលនិយមដែលសម្ដេចថាពួកមួយចំនួននៅក្រៅប្រទេសហ្នឹងដែលតែរិះគន់រាជរដ្ឋាភិបាលយកលោកអុកញ៉ានេះអុកញ៉ាហ្នឹងយកមកជាមួយនឹងរាជរដ្ឋាភិបាលប៉ុន្តែយើងក៏លេចមើលបច្ចុប្បន្នភាពនេះប្រទេសណាក៏ដូចប្រទេសណាដែរចំពោះអ្នកនយោបាយពិភពលោកមួយទាំងមូលมันអាចអត់មានអ្នកអុកញ៉ាលោកអុកញ៉ាអ្នកអុកញ៉ាហ្នឹងគឺអ្នកមានផុតលេខហើយបានឈ្មោះនៃថាអ្នកអុកញ៉ាណាបងប្អូនហើយនឹងលោកអុកញ៉ាទាំងអស់ហ្នឹងដែលចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនឹងហើយគឺតំណែងតំណងវិស័យឯកជនរាជហើយនឹងរដ្ឋអ្នកអុកញ៉ាក៏ពលរដ្ឋរដ្ឋាភិបាលក៏ពលរដ្ឋយើងគេរស់ស៊ីដើម្បីកសាងប្រទេសជាតិដើម្បីស្នាដៃនៃចំនួនរបស់អ្នកអុកញ៉ាហើយរដ្ឋនឹងគេដឹកនាំតើកម្ពុជារីកចម្រើនរបៀបមិនខ្លះការចូលរួមបងប្អូនយើងមានមោទនភាពអ្វីដែលខ្មែរធ្វើបានសប្តាហ៍ថ្ងៃនេះទីក្រុងយើងរីកធំមិនមែនដូចឆ្នាំ1960ជាងទីក្រុងបន្តិចហ្នឹងពីវត្តភ្នំទៅក្បាលខ្នល់ហ្នឹងបាទអានេះយើងអ្នកដែលរស់នៅក្នុងភ្នំពេញបាទខ្ញុំនិយាយជំនាន់ដើមដែលខ្ញុំកើតតន់ភ្នំពេញហ្នឹងដែលខ្ញុំរត់លេងហ្នឹងវាគ្មានស្អីឡានតិចតួចហ្នឹងស៊ីក្លូច្រើនជាងបាទអញ្ចឹងយើងឃើញទីក្រុងភ្នំពេញនេះដូរមុខមាត់ប្រទេសជាតិយ៉ាងម៉េចហើយយើងដូរមុខមាត់ប្រជាពលរដ្ឋយើងសប្តាហ៍ថ្ងៃឆ្លាតវៃវាមិនខ្លះរវាងប្រជាពលរដ្ឋយើងចំនួនដើមហើយចំនួនបច្ចុប្បន្នភាពនេះចំនួនឥឡូវនេះបើខ្ញុំនិយាយទៅថាខ្ញុំនឹងកាន់ជើងខ្ញុំតសាស្រីបាទខ្ញុំតសានារីខ្មែរយើងនេះសប្តាហ៍ថ្ងៃហ្នឹងបាទចំនួនដៃជោហ្នឹងនារីខំរស់ស៊ីមានកំណត់វិស័យឯកជនវិនិយោគទុនឯសម្បើមគឺស្រីនឹងខ្លាំងមែនតើសឹងតែខ្លាំងជាងប្រុសទៅទៀតបាទអានេះខ្ញុំនិយាយឲ្យត្រង់ហ្មងខ្ញុំតសាអីដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឲ្យស្ត្រីខ្មែរពាក្យថាមេឥឡូវមេខ្លាយទៅជាការពិតស្ត្រីខ្លះដឹកនាំគ្រួសារដឹកនាំរស់ស៊ីទាំងអស់ហ្នឹងអញ្ចឹងយើងលើកតម្លៃពាក្យថាមេហ្នឹងយើងថាច្រើនតែប្រុសដឹកនាំប៉ុន្តែឥឡូវនេះពាក្យថាមេហ្នឹងគឺស្ត្រីនឹងហើយជាមេដឹកនាំលេចធ្លោក្នុងសម័យដៃជោឃើញសម្រាប់ដៃជោគាត់លើកទាំងអស់លើកស្ត្រីទាំងអស់ហ្នឹងនេះរូបមន្តរបស់យើងមានពីដើមតានៅក្នុងប្រាសាទប្រទីស្រីអស់ហ្នឹងប្រាសាទប្រទីស្រីហ្នឹងគឺស្រីអ្នកកសាងហ្នឹងនឹងហើយជារូបមន្តអញ្ចឹងឥឡូវសប្តាហ៍នេះយើងឃើញគ្រួសារនីមួយដែលរស់ស៊ីមានបាននៅក្នុងប្រទេសហ្នឹងឃើញច្រើនតែមនុស្សស្រីលេចធ្លោនៅក្នុងអន្តរបណ្ដាញសង្គមរស់ស៊ីវាមានសទ្ធិលេចធ្លោវាមានសទ្ធិស្ងៀមស្ងាត់ស្ថិតស្ងៀមស្ងាត់ច្រើនណាស់នៅក្នុងប្រទេសបងប្អូនដែលបងប្អូនយើងនៅក្រៅប្រទេសក្នុងប្រទេសដែលអត់ស្គាល់ថាមួយណាទៅស្ថិតស្ងៀមស្ងាត់ហ្នឹងគេមិនបង្ហាញនៅក្នុងអន្តរបណ្ដាញសង្គមប៉ុន្តែគេចូលរួមចំណែកជួយកសាងប្រទេសជាមួយនឹងរាជរដ្ឋាភិបាលនេះហើយដែលស្ថិតស្ងៀមស្ងាត់ដែលគេមានថវិកាក្រោមមលុបសុខសន្តិភាពហ្នឹងគេចូលរួមកសាងប្រទេសជាតិបង្កើតការងារឲ្យបងប្អូនទាំងអស់គ្នាមានការងារធ្វើឲ្យតែបង្កើតអ្វីមួយនៅក្នុងប្រទេសហើយមានប្រជាពលរដ្ឋចូលរួមធ្វើ3-4នាក់ក៏ដោយក៏ចូលរួមចំណែកជួយកសាងប្រទេសដែរបងប្អូនជួយកសាងជួយរំដោះភាពក្រីក្រចំពោះនៃគ្រួសារនីមួយដែលគាត់មានការងារធ្វើបាទអញ្ចឹងយើងសប្តាហ៍យើងទៅសារក្រោមលុបសុខសន្តិភាពនេះធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនច្រើនណាស់បាទមួយបើគ្មានឧទាហរណ៍ច្រើនក៏គុំមានឧទាហរណ៍ដែលហៅថាបៃតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាសេដ្ឋកិច្ចទី1របស់ពិភពលោកហើយអ្វីត្រូវធ្វើចឹងការធ្វើនៅសហរដ្ឋអាមេរិកកាន់តែបង្ហាញអំពីតួនាទីនៃវិស័យឯកជនរបស់កម្ពុជាដែលយើងត្រូវតែពង្រឹងនៅសមត្ថភាពនេះដូច្នេះហើយខ្ញុំអរគុណណាស់ដូច្នេះចំពោះជនអគតិមួយចំនួនតែងតែវាប្រហារទៅចំពោះអ្នកអុកញ៉ាលោកអុកញ៉ាអញ្ចឹងសម្ដេចឆ្លើយតបទៅវិញចាត់ទុកថាមានកិត្តិយសចោះចំពោះវិស័យឯកជន
សម្ដេចត្រូវតែលើកស្ទួយត្រូវតែគ្រប់គ្រងក្នុងសមាគមអង្គញាជាអ្នកបង្កើតការងារជួយដល់ប្រជាពលរដ្ឋជួយកសាងប្រទេសគឺអ្នកអង្គញាទាំងអស់ហ្នឹងហើយដែលបងពុនជូនរដ្ឋច្រើនជាងគេក្នុងវិស័យរុស្ស៊ីបាទគាត់ចំណេញច្រើនគាត់ចូលរួមជួយបងពុនច្រើនគាត់ជួយដល់ប្រជាពលរដ្ឋក្រីក្រជួយដល់ការកបាតក្រហមជួយដល់មន្ទីរពេទ្យជួយដល់បងប្អូននៅជនបទអំពីសាលារៀនគ្រប់សពបែបយ៉ាងគឺសមាគមអង្គ